mìnhនឹកស្មានថាខ្ញុំគូខុសមួយបន្ទាត់សោះបែរជាមិនស្លាប់ថែមទាំងបានខ្ចីសពរស់ឡើងវិញទៀតវឹងជីវិឈីងកូនស្រីបង្កើតត្រកូលវឹងអញដែលជាកូនស្រីបង្កើតត្រឡប់មកវិញគឺលើហើយលោកប៉ាអ្នកម៉ាក់បងស្រីបានបាត់ខ្លួនមួយថ្ងៃមួយយប់ហើយវឹងជីវជាវកូនស្រីខ្លាញ់ខ្លាយត្រកូលវឹងទូរស័ព្ទក៏ខលមិនចូលតើគាត់អាចមានរឿងអ្វីកើតឡើងទេដឹងកុំទៅខ្វល់នឹងក្មេងប្រុសម្នាក់នោះអីទើបតែទទួលមកវិញក៏ដើរលេងផ្ដេសផ្ដាសគ្មានរបៀបរៀបរយសោះស្លាប់ទៅទើបស្ងាត់កូនស្រីបង្កើតដែលទើបទទួលមកវិញត្រូវកូនស្រីខ្លាញ់ខ្លាយរុញទម្លាក់ជ្រោះស្លាប់យ៉ាងវេទនាដណ្ដើមសម្បុកគេហើយនៅចង់តាមសម្លាប់បំបិតដានទៀតចិត្តដាច់សាហាវណាស់នាងអាចរស់បានយ៉ាងម៉េចធ្លាក់ពីលើភ្នំខ្ពស់យ៉ាងនេះអញនៅស្គាល់ផ្លូវមកវិញទៀតចុះលោកតាទៅណាហើយហេតុអ្វីបានជាអនុភាពលើខ្លួននាងខ្លាំងខ្លាម្ល៉េះនេះហើយជាគ្រួសាររបស់ម្ចាស់រៀងមុនឈាមត្រជាក់គ្មានមេត្តានិងលំអៀងបំផុតថ្ងាសឡើងខ្មៅទេវតាថែរក្សាអស់បុណ្យគ្រួសារនេះចិត្តរលីមិនយូរទេអញហ៊ានដាក់បណ្ដាសាតកូវឹងផងថ្ងៃនេះខ្ញុំនឹងប្រដៅឯងជំនួសប៉ាម៉ាក់បងប្រុសទី2មានរបស់ម្យ៉ាងនៅពីក្រោយបងវាមើលទៅមិនសូវសប្បាយចិត្តទេយកសម្ដីខ្មោចព្រីបិសាចបែបនេះមកបន្លាចក្មេងមែនទេមែនហាអីចឹងឲ្យពួកអ្នកមើលទៅចុះ5លានយន់ជួយជីវិតបងម្នាក់វឹងជីវឈីងអញគិតតែពីលុយពេកហើយដឹងអាមនុស្សហមលគុណពេលនេះហើយនៅចង់គំរាមទារលុយពីមនុស្សក្នុងផ្ទះទៀតបើជាមនុស្សក្នុងផ្ទះតែមួយអីចឹងឲ្យវានាំបងប្រុសទី2ទៅចុះគប់ជួននៅខាងក្រោមខ្វះគ្នាផ្ដោះផ្ដងល្មមជួយផងប៉ាម៉ាក់ឆាប់ឲ្យលុយនាងទៅឆាប់ឡើងខ្ញុំចិត្តស្លាប់ហើយឲ្យខ្ញុំឲ្យចាត់ទុកថាចំណាយលុយកាត់គ្រោះភ័យប្រទៀនទានឲ្យស្មុំយីចកទៅចុះអរគុណសម្រាប់ការគាំទ្រស្រីម្នាក់នេះតើវាចេះល្បិចបោកប្រាស់តាមផ្សារតាំងពីពេលណាមកច្បាស់ជាគម្រោងការដែលរៀបចំទុកជាមុនហើយចង់ត្រឡប់មកបោកប្រាស់លុយវិញយីធីងអញគិតថាធ្វើបែបនេះអាចបន្លាចខ្ញុំបានមែនទេចាំមើលទៅហេតុអ្វីបានជាអញដើរតាមវិញមែនយូខ្ញុំមិនចង់ត្រូវគេបោះបង់ចោលទេខ្ញុំចង់ទៅផ្ទះវិញ្ញាណវត្ថុប្រែជាអាក្រក់ទោះបីអញមានប្រាជ្ញាស្មារតីប៉ុន្តែគង់តែជាវត្ថុគ្មានជីវិតមិនអាចលោភលន់ចង់បានដង្ហើមរស់របស់មនុស្សឡើយបើអញនៅតែរឹងរូសដើរតាមគេមានតែធ្វើបាបគេនឹងធ្វើបាបខ្លួនអញប៉ុណ្ណោះបងស្រីខ្ញុំខុសហើយខ្ញុំមិនចង់ធ្វើបាបមនុស្សទេយល់ឃើញថាអញមិនទាន់បានធ្វើអំពើអាក្រក់ខ្ញុំនឹងជួយលាងជម្រះកំហឹងគុំគួនរបស់អញឲ្យត្រឡប់មកស្អាតបរិសុទ្ធវិញផ្ទៃមេឃដីងឹតឬស្គរនៃធាតុទាំងឡាយហាត់ពុតរាប់លានគ្រោះខ្លាយជាមហិទ្ធិឫទ្ធិរបស់ខ្ញុំក្នុងនឹងក្រៅភពទាំង3មានតែធម៌ជាធំពន្លឺមាសនៃបុណ្យកុសលល្អណាស់ឲ្យតែសន្សំបុណ្យកុសលបានគ្រប់គ្រាន់នឹងស្ដារធម៌ពលវិញ្ញាណឡើងវិញខ្ញុំនឹងអាចបើកទ្វារដាវឡើងវិញដើម្បីត្រឡប់ទៅកាន់និកាយស្មានវិញបានអ្នកនាងធំនៅក្នុងផ្ទះបាយសតែប៉ុណ្ណឹងទេសូមអ្នកនាងពិសាទ្រាំទៅចុះអូយបងស្រីនៅក្នុងផ្ទះសតែប៉ុណ្ណឹងទេបងប្រហែលជាសាមនឹងការញ៉ាំរបស់បែបនេះហើយមែនទេបើអញចូលចិត្តវាខ្លាំងបែបនេះខ្ញុំរង្វាន់ឲ្យអញចុះបងស្រីតើបងមានន័យថាម៉េចមុនអាយ៉ងចាប់ផ្ដើមអ្នកនាងទី2តើអ្នកនាងកំពុងធ្វើអ្វីហ្នឹងជាតើកូនកំពុងធ្វើអ្វីហ្នឹងប្រញាប់ខ្ជាក់ចេញមកភ្លាមរបស់នោះមិនមែនសម្រាប់មនុស្សញ៉ាំទេលូឡាពេញហ្នឹងមើលទៅមិនសំភ្នែកតតែសោះលោកប្តីមើលយ៉ាវទៅនាងដូចត្រូវព្រីចូលអញ្ចឹងច្បាស់ជាអាប់ក្មេងចង្រៃវែងយឺធីងនោះជាអ្នកធ្វើមិនខានទេវែងយឺធីងគឺឯងជាអ្នកលេងល្បិចមែនទេអាស្រីចង្រៃឯងនេះឲ្យតែត្រឡប់មកផ្ទះវិញគឺធ្វើឲ្យផ្ទះសម្បែងរកក្តីសុខមិនឃើញតែម្ដងប្រញាប់សុំទោសជីវភ្លាមទៅសុំទោសនាងញ៉ាំឆ្ងាញ់យ៉ាងនេះខ្ញុំមិនទាន់ទាលុយថ្លៃបាយពីនាងផងពុកម៉ែតើបងស្រីនៅតែបន្ទោសខ្ញុំមែនទេបើសិនជាបងស្រីស្អប់ខ្ញុំខ្លាំងណាស់ខ្ញុំដើរចេញក៏បានមើលចុះអញបង្ខំប្អូនស្រីឯងឲ្យខ្លាយជាបែបនឹងហើយរាងកាយនាងខ្សោយស្រាប់ផងបើញ៉ាំទៅមានរឿងអីតើអញសងជំងឺចិត្តនាងរួចទេហ្វឹងជីវឈីងឯងយឺទេប្រញាប់សុំទោសប្អូនស្រីឯងភ្លាមហើយធានាថាថ្ងៃក្រោយមិនធ្វើបាបនាងទៀតឯងនៅឈរថ្មឹងធ្វើអីទៀតសុំទោសនាងមិនសមនឹងទទួលបានទេមេកូនអប់តញោឯងចង់ឲ្យពួកយើងខឹងស្លាប់មែនទេតើនេះជាអាកប្បកិរិយាបែបណាខ្ញុំប្រាប់ឯងឲ្យដឹងក្នុងពេលដែលត្រឡប់មកផ្ទះនេះវិញត្រូវតែគោរពច្បាប់ទម្លាប់ផ្ទះនេះបើហ៊ានដើរលេងមិនចូលផ្ទះយប់ប្រលប់ដូចលើកនេះទៀតខ្ញុំនឹងវាយបំបាក់ជើងឯងចង់ឃុំឃាំងខ្ញុំមែនទេឯងចង់ធ្វើអីហ្នឹងខ្ញុំជាឪពុកឯងណាអ្នកទាំងពីរមិនសមធ្វើជាឪពុកម្ដាយគេទេលំអៀងដល់ថ្នាក់ហ្នឹងហើយនៅចង់ឲ្យខ្ញុំដឹងគុណទៀតមែនទេ
បើនិយាយភាសាមនុស្សមិនកើតទេអញ្ចឹងបិទមាត់ទៅផ្ទះនេះមានតែរឿងក្តៅក្រហាយខ្ញុំទៅបន្ទប់សម្រាប់ហើយកុំឲ្យអ្នកណាមករំខានខ្ញុំឲ្យសោះហ្វឹងជីវឈៀងឯងចាំមើលទៅខ្ញុំមិនលើកលែងឲ្យឯងដាច់ខាតថាមពលអវិជ្ជមានខ្លាំងណាស់នឹកស្មានមិនដល់ថាពេលយប់ខ្លាំងជាងពេលថ្ងៃទៅទៀតរកឃើញហើយនៅសួនច្បារខាងក្រោយប្រែជាពួននៅទីនោះសោះក្នុងពេលដែលឯងចង់មករកសេចក្តីស្លាប់ដោយខ្លួនឯងអញ្ចឹងយើងនឹងទៅជួបឯងបន្តិចចុះចេញទៅឲ្យឆ្ងាយអ្នកហ៊ានចូលមកត្រូវតែស្លាប់ក្នុងនាមជាទេវតាចង្ដីគួរតែខំប្រឹងសង្រួមចិត្តរស់នៅដោយស្ងប់ស្ងាត់បែរជាមកធ្វើឲ្យទីនេះទៅជាល្អក់កកទៅវិញបើអ្នកមិនដឹងច្បាស់ជាគិតថាដល់រូងបេសាច់ហើយខ្ញុំនឹងសម្លាប់នាងដៃគោចង់ប្រលឹងប្រែថាមិនមែនមកពីអ្នកស្ម័គ្រចិត្តធ្លាក់ខ្លួននោះទេគឺមានគេដែលអ្នកជាប់នៅទីនេះបង្ខំអ្នកទាំងរស់ឲ្យខ្លាយជាប្រលឹងកំណាចសោះពិតមាត់ពិតមាត់ពិតមាត់ទៅលោកម្ចាស់មានគុណបានប្រាប់ថាខ្ញុំធ្វើនេះគឺដើម្បីត្រកូលវឹងខ្ញុំជាទេវតាថែរក្សាត្រកូលវឹងចាំពេលមហាចបង្កើតជោគជ័យលោកនឹងមកទទួលខ្ញុំហើយលោកម្ចាស់មានគុណនាងចង់សំដៅលើដូនតារបស់ត្រកូលវឹងដែលនាងជាប់នៅទីនេះមែនទេនាងកុំមកបង្កាច់បង្ខូចលោកម្ចាស់មានគុណឲ្យសោះពិតជាក្មេងទេវតាល្ងងមែនត្រូវគេលក់ហើយនៅជួយរាប់លុយឲ្យគេទៀតបើកភ្នែកធំមើលឲ្យច្បាស់ទៅមើលថាអ្វីដែលនាងហៅថាការការពារនោះតាមពិតវាជាអ្វីទេវតាតូចគង់នៅខាងលើត្រកូលវឹងរបស់យើងជា100ជីវិតចិត្តដាច់ពោះស្លាប់ហើយសូមទេវតាតូចមេត្តាជួយបីបាច់ថែរក្សាជួយត្រកូលវឹងឲ្យឆ្លងផុតគ្រាកនេះផងបើពួកអ្នកគួរឲ្យអាណិតយ៉ាងនេះខ្ញុំនឹងជួយពួកអ្នកចុះបៃដរនេះជាមហាចប្រមូលប្រលឹងឯងគ្រាន់តែគេងនៅក្នុងនោះមួយភ្នែកទៅត្រកូលវឹងនឹងផ្លាស់ប្ដូរវាសនាហើយចាស់សបៃដរនឹងស្ដាប់តាមលោកម្ចាស់មានគុណពួកបោកប្រាស់ត្រកូលវឹងពួកបោកប្រាស់ទាំងអស់ទោះជាយ៉ាងនេះក្តីក៏នាងនៅតែចង់ជួយមនុស្សអាក្រក់ធ្វើបាបគេទៀតមែនទេពេលនេះមិនភ្ញាក់តើចាំដល់ពេលណាទៀតអរគុណអ្នកនាងធំដែលបានជួយសង្គ្រោះជីវិតខ្ញុំទោះជាអ្នកត្រូវគេបង្ខំឲ្យខ្លាយជាប្រលឹងកំណាចប៉ុន្តែខ្លួនប្រាណបានជំពាក់កម្មពីហើយដូច្នេះចូលដើរតាមខ្ញុំដើម្បីសន្សំបុណ្យកុសលលាងជម្រះបាបកម្មទាំងឡាយទៅបៃឌូស៊ូស្លាប់ដើម្បីដើរតាមចៅហ្វាយនីថែមទាំងចំណេញបានបុណ្យបារមីមួយចំនួនទៀតផងលើកនេះមិនខាតទេអ្នកនាងធំលោកស្រីមានប្រសាសន៍ថាអ្នកនាងទើបតែត្រឡប់មកវិញក្រពះពោះវៀនមិនសូវល្អទេពិសារបស់ណាស្រាទើបល្អចំពោះសុខភាពស្រាខ្ញុំមើលទៅដូចជាយកមកឲ្យទន្សាយស៊ីជាងយកចេញឲ្យអស់ទៅដូរយកសាច់វិញសាច់អាំងមាន់ដុតសាច់ជ្រូកមានអ្វីយកមកឲ្យអស់មកប៉ុន្តែលោកស្រីម៉េចនៅក្នុងផ្ទះនេះខ្ញុំគ្មានសិទ្ធិសម្រេចចិត្តទេអីបែបនេះទើបមានធម៌ពលវ៉ាចៅហ្វាយមួយនេះមើលទៅគួរឲ្យចង់ញ៉ាំណាស់មួយនោះក៏ដូចគ្នាដែរឈ្ងុយណាស់បិទមាត់ទៅឯងជាខ្មោចញ៉ាំមិនកាត់ទេទោះជាញ៉ាំមិនបានប៉ុន្តែបានហិតក្លិនក៏ល្អដែរតើចៅហ្វាយខ្សាច់ជ្រូកមួយនោះមើលទៅមានជាតិជាងគេញ៉ាំដុំនោះលឿនឡើងនាងម្នាក់នេះហ៊ានមកក្រអឺតក្រទុំនៅក្នុងផ្ទះដល់ថ្នាក់នេះផងហ្វឹងជីវឈៀងកុំអាល់អឲ្យសោះមិនទុកឲ្យនាងនៅក្នុងផ្ទះនេះទៅទៀតឡើយខ្ញុំច្បាស់ជាដេញនាងចេញឲ្យខានតែបានខ្សែកពេជ្រដែលម៉ាក់ស្រឡាញ់បំផុតនោះប្រសិនបើវាទៅនៅក្នុងបន្ទប់របស់នាងចាំមើលថានាងដោះស្រាយយ៉ាងម៉េចហ្វឹងជីវឈៀងលើកនេះចាំមើលថានាងរំដោះខ្លួនយ៉ាងម៉េចលួចខ្សែកដែលម៉ាក់ស្រឡាញ់បំផុតប៉ាច្បាស់ជាដេញនាងចេញមិនខានហើយស្លៀកពាក់សំរុំដូចមនុស្សតែទង្វើថោកទាបជាងខ្មោចទៅទៀតមិនចេះឆ្លុះកញ្ចក់មើលខ្លួនឯងទេថាជាមនុស្សបែបណាហ៊ានមកលេងល្បិចលើចៅហ្វាយខ្ញុំផង
ខ្ញុំសូមដាក់ទំនាយឲ្យផឹកទឹកត្រជាក់ក៏ជ្រក់ដែរចៅហ្វាយខ្ញុំខឹងខ្លាំងណាស់ពិតជាធ្វើឲ្យខ្មោចខឹងស្លាប់ហើយមានរឿងអីនាងនោះបានលួចខ្សែករបស់ស្រីចាស់ម្នាក់នោះយកមកញាត់ក្រោមខ្នើយរបស់អ្នកហើយចង់ទម្លាក់កំហុសថាអ្នកជាអ្នកលួចមិនដឹងជាគិតឃើញទៅរួចយ៉ាងម៉េចទេល្បិចថោកទាបបែបនេះមានតែមនុស្សចិត្តគំនិតមិនល្អដូចនាងទេទើបធ្វើកើតពួកយើងត្រូវតែផ្ដល់មេរៀនឲ្យនាងដឹងដែរម្ដងខ្ញុំដឹងហើយចៅហ្វាយអ្នកដឹងហើយចុះហេតុអីក៏អ្នកនៅតែធ្វើប្រងើយបែបនេះទៅខាត់នាងធ្វើអីក្នុងពេលដែលនាងចូលចិត្តសម្ដែងរឿងម្លឹងអីចឹងពួកយើងក៏កំដរនាងសម្ដែងឲ្យអស់ចិត្តទៅយកខ្សែកនោះចេញមករួចយកទៅដាក់ក្នុងបន្ទប់របស់នាងវិញបើនាងចង់លេងល្បិចទម្លាក់កំហុសអីចឹងឲ្យនាងស្គាល់រសជាតិលើកថ្មដំជើងខ្លួនឯងម្ដងទៅចាស់ចៅហ្វាយម៉ាក់មានរឿងធំហើយខ្សែកពេជ្ររបស់ម៉ាក់បាត់ហើយអីគេនោះជាកាដូថ្ងៃខួបអាពាហ៍ពិពាហ៍ដែលប៉ាអញទិញឲ្យម៉ាក់តើមិនក៏បាត់ទៅវិញកូនចាំបានថាកាលពីម្សិលមិញម៉ាក់ដាក់នៅលើតុសម្អាងខ្លួនតែកូនទើបតែចង់ទៅជួយរៀបចំគ្រឿងអលង្ការឲ្យម៉ាក់ក៏ស្រាប់តែរកមិនឃើញនៅក្នុងផ្ទះមិននឹងអាចបាត់អីវ៉ាន់ទៅកើតប្រហែលជាម៉ាក់ឯងទុកចោលនៅកន្លែងណាមួយហើយភ្លេចទេដឹងមិនអាចទេម៉ាក់ស្រឡាញ់ខ្សែកនោះខ្លាំងណាស់មិនដែលទុកចោលផ្ដេសផ្ដាស់ទេហើយម្យ៉ាងទៀតថ្ងៃនេះមានតែបងស្រីម្នាក់គត់ដែលបានឡើងទៅជាន់ទី2ល្អណាស់ម៉ាក់ដឹងបាត់ទៅហើយថាជាឯងមនុស្សដែលជើងមិនស្អាតស្អំចាប់ចោលត្រូវតែមានភស្តុតាងម៉ាក់ថាខ្ញុំលួចចុះភស្តុតាងនៅណាបងស្រីបើបងជាអ្នកយកមែននោះបងប្រគល់វាមកវិញមកពួកយើងជាគ្រួសារតែមួយមិនបន្ទោសបងទេតែបើបងមិនព្រមប្រគល់ឲ្យទៅឆែកឆេរបន្ទប់របស់នាងឲ្យខ្ញុំដើម្បីបង្ហាញពីភាពស្អាតស្អំរបស់បងស្រីមានតែធ្វើបែបហ្នឹងទេណាឆែកឆេរឆែកឲ្យសពគ្រប់ទាំងក្នុងទាំងក្រៅឲ្យខ្ញុំឈប់សិននេះជាបន្ទប់របស់ខ្ញុំបើគ្មានការអនុញ្ញាតពីខ្ញុំទេចាំមើលថាតើនរណាហ៊ានប៉ះពាល់បងស្រីបងឲ្យម៉ាក់ឆែកបន្តិចទៅខ្សែកនោះពិតជាសំខាន់ចំពោះម៉ាក់ណាស់បើបងប្រញាប់ត្រូវការលុយហើយយកវាទៅលក់មើលទៅប្អូនស្រីហាក់ដូចជាស្ទាត់ជំនាញនឹងដំណើរការលក់របស់លួចណាស់តើឬមួយក៏ធ្លាប់ធ្វើរឿងបែបហ្នឹងញឹកញាប់បងស្រីមិនក៏បងនិយាយពីកូនបែបហ្នឹងកូនគ្រាន់តែបារម្ភពីខ្សែករបស់ម៉ាក់តែប៉ុណ្ណោះអញបិទមាត់ទៅឆែកខ្លួននាងទៅឯងនៅហ៊ានទម្លាក់កំហុសលើចៅទៀតផងចង់ប៉ះបាល់មែនទេល្មមហើយមើលរកពីអូនពេលនេះចុះមិនខុសពីស្រីកំឡាចទៅមើលទេឲ្យម៉ែអញឆែកទៅបើមិនបានធ្វើរឿងខុសឆ្គងតាតក់ស្លុតធ្វើអីលោកប៉ាចាប់ចោលត្រូវមានភស្តុតាងគ្រាន់តែសម្ដីនាងមួយម៉ាត់ដោយគ្មានភស្តុតាងអីសោះក៏ចង់ឆែកបន្ទប់កូនបង្ហេះនៅក្នុងផ្ទះនេះឬមួយកូនសំបីតែគិតយុះជាមូលដ្ឋានក៏មិនសមនឹងមានដែរជីឈីងឯងធ្វើឲ្យបងខុសបំណងខ្លាំងណាស់ដើមឡើយស្មានតែឯងគ្រាន់តែមានចរិតឯកោមិននឹកស្មានថាដៃជើងមិនស្អាតស្អំសោះបងប្រុសទី2ចោទប្រកាន់ខ្ញុំភ្លាមបែបហ្នឹងហ្មងនេះឬជាមាយាទរបស់អ្នកអភិជនមិនបាច់មកសម្ដីឌឺដងនៅទីនេះទេហេតុអីមិនហ៊ានឲ្យគេឆែកច្បាស់ជាមានអារម្មណ៍ខុសហើយបើអញព្រមប្រគល់ឲ្យពេលនេះដោយយល់ដល់ចំណងបងប្អូនបងអាចជួយសុំខមាទោសឲ្យបានខ្លះសុំខមាទោសទុកការអាណិតដ៏ថោកទាបរបស់បងទៅខុសត្រូវមិនដឹងសឹកខ្មៅមិនច្បាស់បងឯងសំធ្វើជាបងប្រុសដែរទេបងប្រុសទី2កុំបន្ទោសបងស្រីអីប្រហែលជាបងស្រីមានទុក្ខលំបាកអ្វីលាក់បាំងហើយនិយាយរឿងអីជាមួយអាមនុស្សរមើលគុណចិញ្ចឹមមិនស្គាល់គុណបែបហ្នឹងនាងមិនហ៊ានឲ្យឆែកគឺមកពីក្នុងចិត្តមានអំពើនឹងឯងពួកឯងមកនេះទាញនាងចេញពីចំហៀងឲ្យយើងចង់ដឹងថានរណាហ៊ានចង់ឆែកបន្ទប់ខ្ញុំមែនទេប៉ុន្តែបើផ្ទះនេះនិយាយពីច្បាប់ទម្លាប់គឺមិនអាចសម្ដៅតែលើខ្ញុំម្នាក់នោះទេបើចង់បង្ហាញភាពស្អាតស្អំដូច្នេះគ្រប់គ្នាក៏ត្រូវតែទទួលការឆែកដូចគ្នាឆែករាល់គ្នាផងឯងជាស្អីទៅបានជាចង់ឲ្យពួកយើងស្ដាប់តាមឯងដែរក្នុងការដែលសន្មតថាមានចោរនៅក្នុងផ្ទះអីចឹងអ្នកនៅទីនេះទាំងអស់សុទ្ធតែមានការសង្ស័យឬមួយគ្រាន់តែដោយសារខ្ញុំទើបតែត្រឡប់មកវិញមុខចោរមួយនេះត្រូវតែពាក់លើក្បាលខ្ញុំឲ្យខាងតែបានបងស្រីកុំមកលោឡាបង្កចំនួនអីពួកយើងមិននឹងអាចលួចរបស់ម៉ាក់ទៅកើតមានតែបងទេហ្វឹងជីឈីងមានតែបងទេដែលក្រហើយមិនដែលស្គាល់ភាពស៊ីវិល័យមនុស្សដែលចូលចិត្តស្រែកខ្លាំងជាងគេទើបជាមនុស្សដែលមានរឿងលាក់បាំងបំផុតប្អូនស្រីប្រញាប់ចោទប្រកាន់បងម្លេះឬមួយក៏ជាល្បិចចោលស្រែកប្តឹងចោទទេដឹងបងនិយាយផ្ដេសផ្ដាសខ្ញុំមិននឹងអាចលួចរបស់ខ្លួនឯងដើម្បីទម្លាក់កំហុសលើបងទៅបើមិនបានលួចទេតើឯងខ្លាចអីនរណាខ្លាចឆែកក៏ឆែកទៅមនុស្សត្រង់មិនខ្លាចស្រមោលវិទេល្អនេះជាសម្ដីដែលឯងនិយាយខ្លួនឯងទេណាបើឆែកឃើញនៅក្នុងបន្ទប់ខ្ញុំព្រមទទួលទោសគ្រប់បែបយ៉ាងហើយដើរចេញពីគ្រួសារហ្វឹងភ្លាមនេះជាសម្ដីដែលបងនិយាយខ្លួនឯងទេណាលោកប៉ានិងអ្នកម៉ាក់សុទ្ធតែបានឬនៅទីនេះទាំងអស់បងគុំសង្ឃឹមថានឹងប្រឡាស់សម្ដីឲ្យសោះតែខាត់មិនស្ដាយក្រោយឡើយអញ្ចឹងឆែកបន្ទប់ទៅចុះបើវាមិនមែននៅក្នុងបន្ទប់ខ្ញុំទេតែបែរជានៅក្នុងបន្ទប់នាងវិញមិនអាចទេដាច់ខាត់មិនអាចទៅរួចទេចុះបើមានរឿងបែបហ្នឹងមែននាងហ៊ានភ្នាល់ទេបើរកឃើញនៅក្នុងបន្ទប់នាងត្រូវតែលុតជង្គង់សុំទោសខ្ញុំនៅចំពោះមុខអ្នកគ្រប់គ្នាក្នុងគ្រួសារភ្នាល់ក៏ភ្នាល់បើនៅក្នុងបន្ទប់ខ្ញុំក្រាបសំពះសុំទោសនាងក៏បានតែបើនៅក្នុងបន្ទប់នាងវិញនាងចាំតែដេកគប់ទៅព្រមព្រៀងតាមហ្នឹងអញ្ជើញបងស្រីមើលបងចុះហេតុអីចាំបាច់ធ្វើឲ្យរឿងរ៉ាវវឹកវរមើលមិនយល់បែបនេះបន្តិចទៀតបើរកឃើញហើយគ្រប់គ្នានឹងត្រូវបាក់មុខអស់ហើយប៉ុន្តែបងកុំបារម្ភអីគិតដល់រឿងយើងជាបងប្អូនស្រីខ្ញុំនឹងជួយអង្គវពុកមិនឲ្យបញ្ជូនបងទៅប៉ុស្តិ៍ប៉ូលីសទេយ៉ាងច្រើនគ្រាន់តែដេញបងទៅស្រុកស្រែដាច់ស្រយាលឲ្យដើរសុំទានវិញប៉ុណ្ណោះប្អូនស្រីគួរតែបារម្ភពីជង្គង់ខ្លួនឯងមុនទៅបន្តិចទៀតលុតជង្គង់យូរខ្លាចតែឈឺទេដឹងមាត់រឹងដូចទីក្បាលរឹងចាំមើលថានាងអាចធ្វើពុតបានដល់ពេលណាទៀតលោកស្រីនៅក្នុងទូមិនមានទេនៅក្នុងថតទៅដល់មិនមានដែរពួកឯងមិនបានស៊ីបាយទេមែនទេឆែកឲ្យមកចាប់បន្តិចមើលរបស់ដែលមិនស្អាតស្អំរបបែបនេះច្បាស់ជាលាក់នៅកន្លែងអាតកំបាំងហើយឆែកនៅលើក្រោយទៅ
ច្បាស់ជានៅក្រោមខ្នើយហើយមិនក៏អាចទៅរួចមិនក៏គ្មានទៅវិញប្អូនស្រីមិនក៏ធ្វើមុខបែបហ្នឹងរកវត្ថុតាំងមិនឃើញនាងមិនគួរត្រេកអរជំនួសបងទេអីឬមួយក៏នាងខកបំណងខ្លាំងណាស់ជាវនាងកាត់អីហ្នឹងមិនត្រឹមត្រូវទេច្បាស់ជានៅទីនេះតើខ្ញុំច្បាស់ជាស្អីច្បាស់ជាបានយកមកដាក់ដោយផ្ទាល់ដៃមែនទេនាងគឺជានាងគឺនាងលាក់វិទុកមែនទេក្នុងពេលដែលបន្ទប់ខ្ញុំឆែកសັບអស់ហើយមិនឃើញអញ្ចឹងតាមការសន្យាភ្នាល់អំបញ្ញមិញតើមិនគួរទៅឆែកបន្ទប់ប្អូនស្រីវិញទេអីមិនបានទេអង្គអីមកឆែកបន្ទប់ខ្ញុំជាអ្នកនាងទី2នៃគ្រួសារហ្វុងពួកឯងមិនអាចធ្វើបែបនេះដាក់ខ្ញុំបានទេអំបញ្ញមិញពេលប្អូនស្រីបង្ខំឲ្យឆែកបន្ទប់បងមិនមែននាងនិយាយបែបនេះឡើយមិនដែរដល់វិញខ្លួនឯងស្រាប់តែភ័យស្លន់អញ្ចឹងខ្ញុំយល់ថានាងគួរតែគេចចេញដោយសម្រួលទៅបើមិនអញ្ចឹងទេខ្ញុំមិនប្រកែកនឹងឲ្យលោកពុកមកកាត់សេចក្តីឡើយខ្ញុំមិនប្រកាន់ទេប្រសិនបើឲ្យលោកប៉ាមកជួយកាត់សេចក្តីនាងស្រីថោកទាបតើជុំជាមអាចលួចខ្សែរបស់ខ្ញុំបានយ៉ាងម៉េចឯងកុំចង់បានដែរយកជើងពេកម៉ាក់អំបញ្ញមិញគឺប្អូនស្រីខ្លួនឯងជាអ្នកយល់ព្រមទេប្រសិនបើមិនហ៊ានឲ្យឆែកឆេតទេគឺមានន័យថានាងមានការលាក់បាំងហើយជាមបើសិនជាកូនមិនបានយកទេក៏ឲ្យពួកគេឆែកឆេតទៅដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់កូនប៉ាកុំអីកូនត្រូវបានគេមួយបង្កាច់ទេទៅឆែកទៅបើចិត្តស្មោះត្រង់មិនបាច់ខ្លាចស្រមោលវិទេលោកម្ចាស់លោកស្រីរកឃើញហើយនៅកន្លែងលាក់កំបាំងក្នុងទូខោអាវរបស់អ្នកនាងទី2ចប់ហើយគ្រប់យ៉ាងត្រូវចប់អស់ហើយប្អូនស្រីទាំងមនុស្សទាំងភុស្តាងគឺនៅទីនេះហើយមើលទៅល្បិចចោលស្រែកឲ្យគេចាប់ចោលមួយនេះគឺឯងសម្ដែងធ្លាក់កូដខ្លួនឯងហើយគឺឯងចង់ធ្វើបាបយើងមិនបានយកខ្សែកនោះតតែសោះគឺឯងជាអ្នកយកវាទៅញាត់ក្នុងប្រឡោះសម្ងាត់របស់ខ្លួនយើងតើជុំជាមអាចធ្វើរឿងបែបនេះកាត់យ៉ាងម៉េចមិនប្រកាសទេប្រហែលជាមានអ្នកបម្រើដៃជើងមិនស្អាតស្អំហើយយកមកទម្លាក់កំហុសឲ្យជុំជាមក៏ថាបានឈប់ទៅតើមិនទាន់អស់ចិត្តនឹងការលក់មុខទៀតមែនទេជីវឈីងក្នុងពេលដែលរកឃើញរបស់ហើយរឿងនេះគួរតែបញ្ចប់ត្រឹមនឹងចុះលោកប៉ានិយាយត្រូវហើយជីវឈីងជុំជាមអាយុនៅក្មេងនាងមិនទាន់ដឹងក្តីទេបើមិនទាន់ដឹងក្តីគឺត្រូវតែប្រដៅហ៊ានភ្នាល់ត្រូវហ៊ានចាញ់សុំទោសមកតើឯងតតែធ្វើឲ្យផ្អើលផ្ទះមិនបានសុខមែនទេការសុំទោសនេះនាងដាច់ខាតត្រូវតែធ្វើខុសត្រូវតែទទួលខុសត្រូវនេះគឺជាសីលធម៌មូលដ្ឋានរបស់មនុស្សជាតិយ៉ាងម៉េចចរិតគ្រួសារត្រកូលហ្វុងគឺបង្រៀនមនុស្សឲ្យធ្វើជាចោលស្រែកឲ្យគេចាប់ចោលអញ្ចឹងហេតុអ្វីបានជាខ្សែភ្នែករបស់នាងគួរឲ្យខ្លាចយ៉ាងនេះសុំស្ដាប់មិនឮទេមិនបានហូបបាយទេហីសុំទោសគឺខ្ញុំខុសហើយជាមកូនប្រយ័ត្នបន្តិចនៅតែយូរពេកបុណ្យកុសលដ៏តិចតួចស្ទួចស្ដាងនេះគឺមិនគ្រប់គ្រាន់ដើម្បីជួយស្ដារព្រលឹងរបស់ខ្ញុំឡើងវិញនោះទេដើម្បីត្រឡប់ទៅនិកាយឈွំមិនវិញខ្ញុំត្រូវតែស្វែងរកវិធីដើម្បីទទួលបានឱកាសល្អបន្ថែមទៀតចៅហ្វាយខ្ញុំមានគំនិតល្អមួយដោយសារពួកយើងត្រូវការបុណ្យកុសលហេតុអ្វីពួកយើងមិនទៅបើកតូបនៅក្រោមស្ពានអាកាសទៅនៅទីនោះមានមនុស្សដែលមាននិស្ស័យច្រើនណាស់ចុះតម្លៃវិញ100 200 1សែនក្នុងមួយដងចៅហ្វាយតើវាមិនថ្លៃពេកទេអីតើនឹងមានមនុស្សមកទេថ្ងៃនេះនឹងមានអ្នកមាននិស្ស័យមកជាមិនខានចៅហ្វាយមនុស្សច្រើនណាស់ថ្ងៃនេះពួកយើងច្បាស់ជាទទួលបានឱកាសល្អជាច្រើនមិនខានចៅហ្វាយមនុស្សសម័យនេះពិតជាមិនស្គាល់របស់ល្អសោះកុំប្រញាប់អីព្រោះនិស្ស័យមិនទាន់មកដល់ក្មេងស្រីម្នាក់នោះស្ថិតនៅក្នុងទីប្រជុំជនដ៏អ៊ូអរប៉ុន្តែមានរោគពីស្អាតបរិសុទ្ធមើលទៅមិនមែនជាមនុស្សធម្មតាឡើយនាងគ្រាន់តែជាគ្រូមើលលក្ខណៈដែលបើកតូបតាមផ្លូវប៉ុណ្ណោះតើមិនទេខ្សែភ្នែករបស់ខ្ញុំមិនខុសឡើយអូហូមើលម្ដង1សែនពួកយើងដើរប្រមូលលុយការពារក៏មិនហ៊ានហាស្ដីទីច្រើនដល់ថ្នាក់នេះដែរនាងក្រមុំម្នាក់នេះចិត្តខ្មៅជាងពួកយើងទៅទៀតស្គាល់ច្បាប់ទម្លាប់ទេទីនេះជាទឹកដីរបស់ពួកយើងតើបានបង់លុយការពារហើយឬនៅចុះបើមិនបង់ហ៎អីចឹងទៅផឹកស្រាជាមួយពួកយើង2-3កែវទៅដើម្បីកាត់កង្ថ្លៃការពារនេះចង់ងាប់មែនទេឈប់ភ្លាមនៅចំកណ្ដាលវាលថ្ងៃចេះបែរជាមកធ្វើបាបក្មេងស្រីម្នាក់តើនៅមានច្បាប់រដ្ឋទៀតទេតើតាចាស់ចង្រៃមកពីណាខុសរឿងម្លេះខ្ញុំគឺខ្វាន់ចិនធានបើដឹងខ្លួនឆាប់ប្រញាប់ដកខ្លួនទៅហាពួកម៉ាក់ស្ដាប់មើលគេថាគេជាអ្នកណាខ្វាន់ចិនធានហា
បើសិនជាឯងជាឈៀនចិនធានមែននោះចឹងយើងគឺជាអធិរាជត្បូងភ្នែកស្ដេចស្វកហើយហាគ្រូសាឈៀនគឺជាមហាសេដ្ឋីលំដាប់កំពូលណាឯងកំពុងតែលេងសើចនឹងយើងមែនទេបើលោកតាធំនោះចេញក្រៅច្បាស់ជាមានអ្នកហែហុំមុខក្រោយមិនខានមិនក៏អាចមកលេចមុខនៅទីនេះទៅវិញនៅក្រោមស្ពានអាកាសខ្វក់បែបនេះតាចាស់ថយទៅម្ខាងភ្លាមទៅអាហាអូយតាមានរឿងអីកើតឡើងហ្នឹងទៅឲ្យផុតចម្លែកណាស់មើលទៅច្បាស់ជាក្មេងស្រីម្នាក់ដែលមើលទៅទន់ជ្រាយសោះមិនក៏អំបញ្ញមិញថាមពលនឹងអំណាចក្នុងមួយប៉ព្រិចភ្នែកនោះគួរឲ្យភ្ញាក់ផ្អើលដល់ថ្នាក់នេះអរគុណលោកតាដែលបានជួយនិយាយជួយរកយុទ្ធធម៌ឲ្យខ្ញុំអំបញ្ញមិញខ្ញុំមើលទៅលោកតាហាក់ដូចជាមាននិស្ស័យតើខ្ញុំអាចទីឲ្យលោកតាមួយក្បួនដោយមិនគិតថ្លៃបានទេលោកតានៅក្នុងផ្ទះរបស់លោកតាមានកូនចៅម្នាក់ដែលមានជំងឺរ៉ាំរ៉ៃជាប់ខ្លួនជាច្រើនឆ្នាំហើយគ្មានថ្នាំសង្កូវណាព្យាបាលជាទេមែនទេនាងមិនក៏នាងដឹងរឿងនេះនៅចន្លោះចិញ្ចើមរបស់គេមានចំហាយនៃសេចក្តីស្លាប់ព័ទ្ធជុំវិញវាមិនមែនជាជំងឺធម្មតាទេគឺមានគេមានបំណងរៀបចំអន្ទាក់ធ្វើបាបគេបើសិនជាមិនប្រញាប់ដោះស្រាយឲ្យទាន់ពេលទេខ្លាចថាគេមិនអាចរស់ផុតពីយប់នេះឡើយក្មួយស្រីនាងនិយាយខុសហើយមើលទៅចៅប្រុសរបស់ខ្ញុំទោះបីជាកំពុងសន្លប់បាត់ស្មារតីក៏ពិតមែនប៉ុន្តែគ្រូពេទ្យបាននិយាយថាអាការៈរបស់គេគឺថេរល្អណាស់យប់នេះច្បាស់ជាមិនមានគ្រោះថ្នាក់អ្វីឡើយថាខ្ញុំនិយាយផ្ដេសផ្ដាសឬអត់បន្តិចទៀតលោកតានឹងដឹងហើយលោកម្ចាស់ធំមានរឿងមិនស្រួលហើយខាងមន្ទីរពេទ្យទើបតែទៅមកអំបញ្ញមិញនេះគេប្រាប់ថាអ្នកប្រុសតូចស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់មិនទាន់ហើយស្អីគេអ្នកគ្រូសូមជួយសង្គ្រោះជីវិតចៅប្រុសខ្ញុំផងនាំផ្លិតទៅមន្ទីរពេទ្យក្មួយស្រីអញ្ជើញតាមផ្លូវនេះឲ្យតែអាចជួយសង្គ្រោះសៀវជាវឲ្យរស់ឡើងវិញបាននាងគឺជាអ្នកមានគុណរបស់គ្រួសារយើងទាំងមូលហើយលោកតាចាស់ដល់ម៉ោងណាពេលណាទៅហើយមិនក៏នាំក្មេងស្រីម្នាក់មកធ្វើអីទីនេះឬមួយក៏ចង់យកនាងមកធ្វើពិធីកាត់គ្រោះអីនឹងមែនទេម៉ាស៊ីនជំនួយបេះដូងលឿនឡើងថយចេញឲ្យអស់ទៅទុកឲ្យក្មួយស្រីម្នាក់នេះជាអ្នកជួយសង្គ្រោះគេលោកតាឈៀនទីនេះជាមន្ទីរពេទ្យណាតើលោកតានាំក្មេងស្រីម្នាក់នេះមកធ្វើអីពិតជាផ្ដេសផ្ដាសពេកហើយបងធំបងពិតជាចាស់វង្វេងមែនហើយមើលទៅលោកពិតជាចាស់វង្វេងមែនទេដឹងក្មេងស្រីម្នាក់នេះសំបីតែរោមដុះមិនទាន់ជុំផងលោកបែរជាឲ្យនាងមកព្យាបាលសៀវជីងរឿងនេះបើដឹងងាយដល់ខាងក្រៅតើមុខមាត់គ្រួសារយើងទុកណីណាពិតមែនហើយបងធំសៀវជីងគឺជានិស្ស័យឈាមជ័រតែមួយគត់របស់គ្រួសារយើងចុះបើមានគ្រោះថ្នាក់ដល់ជីវិតតើអ្នកណាជាអ្នកទទួលខុសត្រូវពិតមាត់នាងមើលតែមួយផ្លែតក៏ដឹងពីអាការៈជំងឺរបស់សៀវជីងដែរនាងច្បាស់ជាអាចជួយបានមិនបានទេដាច់ខាតមិនអាចឲ្យនាងប៉ះពាល់សៀវជីងឡើយនេះគឺដើម្បីផលប្រយោជន៍គ្រួសារឈួនលោកគ្រូឈួនសូមលោកជឿជាក់លើវិទ្យាសាស្ត្រពួកយើងកំពុងតែព្យាយាមសង្គ្រោះអស់ពីសមត្ថភាពវិទ្យាសាស្ត្រចុះពួកលោកសង្គ្រោះគេរស់នៅឡើយទេថយចេញកុំបង្ខំឲ្យខ្ញុំប្រាហឹង្សានាងជាស្អីទៅហ៊ានមកធ្វើចរិតប្រហែលនៅទីនេះដេញនាងចេញទៅចាំមើលអ្នកណាហ៊ានឲ្យនាងចូលទៅបើមានរឿងអ្វីកើតឡើងខ្ញុំឈួនចិនធានជាអ្នកទទួលខុសត្រូវទាំងអស់មិនល្អទេបេះដូងអ្នកជំងឺឈប់លោតហើយសម្ពាធឈាមធ្លាក់ចុះដល់0ត្រៀមប្រើម៉ាស៊ីនឆក់បេះដូងនេះមិនអាចសង្គ្រោះបានទៀតទេសម្រាប់មនុស្សហើយបងធំឃើញទេនេះហើយជាអ្នកពូកែដែលបងរកមកនាងបានសម្លាប់សៀវជីងដោយដៃផ្ទាល់នាងជាស្រីចិត្តអាក្រក់សាហាវខូខើសងជីវិតក្មួយប្រុសខ្ញុំមកវិញភ្លាមខ្ញុំដឹងតាំងពីដំបូងថាឯងជាជនបោកប្រាស់នេះជាការឃាតកម្មបើមិនចង់ងាប់ទេថយចេញឲ្យឆ្ងាយទៅនាងហ៊ានគំរាមខ្ញុំផងអាប្តឹងប៉ូលីសភ្លាមត្រូវតែឲ្យនាងសងជីវិតឲ្យសៀវជីងមិនហើយដាច់ខាតមិនអាចឲ្យនាងរត់រួចឡើយអង្គរៈណីណាចាប់ស្រីឃាតករម្នាក់នេះឲ្យខ្ញុំសៀវជីងតើនេះជាព្រះលិខិតរបស់ចៅមែនទេបងធំតើបងនៅរារែកធ្វើអ្វីទៀតគឺស្រីមេធ្មប់ម្នាក់នេះហើយដែលធ្វើបាបសៀវជីងរហូតដល់ស្លាប់បើបងមិនចាត់ការនាងទេតើបងមានមុខទៅជួបដូនតាយើងយ៉ាងម៉េចទៅបិទមាត់ទៅខ្ញុំមិនបន្ទោសលោកស្រីម្នាក់នេះទេគឺមកពីព្រះលិខិតរបស់ក្មេងម្នាក់នេះដល់កំណត់ហើយវាមិនពាក់ព័ន្ធនឹងអ្នកដទៃឡើយបងឈួតហើយមែនទេនាងសម្លាប់សៀវជីងណានាងសម្លាប់ឈៀនជីវហើយអ្នកណាថាគាត់ស្លាប់ឧបករណ៍សុទ្ធតែបង្ហាញថាគាត់ស្លាប់ទៅហើយនាងនៅចង់ប្រកែកអ្វីទៀតដាក់ឲ្យស្ថិតក្នុងស្ថានភាពស្លាប់ទើបអាចរស់ឡើងវិញបាន3 2 1ដឹងខ្លួនហើយអាហាសោះរឿងនេះអាចទៅរួចយ៉ាងម៉េចទៅនេះជាអភូតហេតុវិជ្ជសាស្ត្រមិនមែនទេនេះជាអភូតហេតុរបស់ទេវតាទេឈៀនជាវចៅអាចជឿសម្ដីលោកតាទេលោកតាហេតុអ្វីបានជាលោកតាយំដឹងខ្លួនឡើងវិញគឺល្អហើយលោកតាស្មានតែមួយជីវិតនេះលែងបាននៅចៅហើយលោកតាទៀតហើយរឿងនេះអាចទៅរួចយ៉ាងម៉េចទៅមិញនេះច្បាស់ជាដាច់ខ្យល់ទៅហើយតើរាសីរបស់ប្រុសម្នាក់នេះពិតជាខ្លាំងមែនថាមពលពណ៌ស្វាយមកពីទិសខាងកើតជាលក្ខណៈរបស់ស្ដេចចពតជួយជីវិតគេម្នាក់នេះផលបុណ្យពិតជាធំណាស់មិនប្លែកទេដែលអាចទប់ទល់នឹងគ្រោះថ្នាក់រាប់រយឆ្នាំរបស់ត្រកូលហ្វុងបានឈៀនជាវប្រញាប់អរគុណអ្នកនាងម្នាក់នេះទៅគឺនាងហើយដែលបានជួយជីវិតចៅពីទ្វារមច្ចរាជុំវិញគឺអ្នកនាងជាអ្នកជួយខ្ញុំមែនទេ
គ្រាន់តែជួយសម្រួលដៃប៉ុណ្ណោះមិនបាច់ធ្វើគាវកិច្ចធំដុំទេខ្ញុំមិនចូលចិត្តជំពាក់គុណអ្នកណាឡើយអូចុះលោកចង់ធ្វើរឿងនេះយ៉ាងម៉េចដែរគុណបំណាច់សង្គ្រោះជីវិតខ្ញុំនឹងចងចាំទុកចាប់ពីពេលនេះទៅមិនថាអ្នកនាងមានតម្រូវការអ្វីឡើយឲ្យតែត្រកូលឈានអាចធ្វើបានខ្ញុំនឹងជួយទាំងអស់ដើម្បីកុំឲ្យមានជំពាក់គ្នាទៅវិញទៅមកមិនជំពាក់គ្នាខ្លាចតែដល់ពេលនោះលោកជាអ្នកមកអង្វរខ្ញុំមិនឲ្យដាច់ស្រឡះពីគ្នាវិញទេថាមពលអាក្រក់ចូលក្នុងខ្លួនធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមបេះដូងអាចរស់រានមានជីវិតរហូតមកដល់ពេលនេះគឺដោយសារតែមានពន្លឺមាសនៃបុណ្យបារមីការពារខ្លួនអ្នកគ្រូអ្នកនាងពិតជាពូកែដោយទេវតាមែនចុះជំងឺរបស់ចៅប្រុសខ្ញុំនេះអាចព្យាបាលបានប៉ុន្តែវាមិនមែនជាសះស្បើយក្នុងពេលឆាប់នោះទេសម្ដីបោកប្រាស់ធ្វើឲ្យគេវង្វេងបើមិនជឿទេក៏ហីទៅចុះអាឡប់ឡែនិយាយស្ដីជាមួយអ្នកគ្រូយ៉ាងម៉េចហ្នឹងប្រញាប់សុំទោសអ្នកគ្រូភ្លាមទៅលោកតាឯងដឹងអ្វីទៅអ្នកគ្រូកំពុងតែជួយសង្គ្រោះជីវិតឯងណាអ្នកគ្រូសុំអ្នកគ្រូគិតដល់មុខមាត់ចាស់ទុំម្នាក់នេះផងជួយក្មេងម្នាក់នេះផងទៅមានរស្មីពណ៌ស្វាយចេញមកពិតជាមានសមត្ថភាពល្អមែនមិនអីទេគិតដល់មុខមាត់លោកតាចាត់ទុកថាខ្ញុំព្រមចុះអរគុណអ្នកគ្រូខ្លាំងណាស់អរគុណអ្នកគ្រូខ្លាំងណាស់ចាប់ពីថ្ងៃនេះទៅអ្នកគ្រូគឺជាភ្ញៀវកិត្តិយសរបស់គ្រួសារឈានរបស់យើងហើយចៅ9នៅធ្លុកលេធ្វើអីទៀតថ្ងៃនេះអ្នកគ្រូទើបតែត្រឡប់មកវិញច្បាស់ជាខ្វះខាតរបស់របរច្រើនហើយឯងនាំអ្នកគ្រូទៅទិញសម្លៀកបំពាក់ថ្មីមួយកុំភ្លេចទៅលោកតាខ្ញុំដើរតាមមកហេតុអីបានជាខ្ញុំព្រមស្ដាប់តាមនាងដោយមិនដឹងខ្លួនបែបនេះសម័យនេះហើយមនុស្សបែបណាក៏ហ៊ានដើរចូលមកដែរមើលទៅចុះមានលុយទិញអត់ហ្នឹងប្រហែលជាមកហិតម៉ាស៊ីនត្រជាក់ទេដឹងកុំទៅខ្វល់អីមួយនេះរួចមួយនោះទៀតក្រៅពីប៉ុន្មានខោអាវនេះចេញដែលសល់គឺខ្ចប់ទាំងអស់មកខ្ចប់ទាំងអស់មែនទេស្ដាប់មិនយល់ភាសាមនុស្សទេហីអាយ៉ាប្រុសម្នាក់នោះសង្ហាខ្លាំងណាស់ប្រុសស្អាតសង្ហាបែបនេះហេតុអីមកធ្វើជាអ្នកតាមកាតាបឲ្យស្រីស្រីនឹងទៅវិញឬមួយក៏ត្រូវគេចិញ្ចឹមតែមើលទៅស្រីម្នាក់នេះក៏មិនដូចជាជំទាវមានលុយដែរតើគិតលុយទៅឈប់កាត់ទៅចាស់លោកប្រុសសូមរងចាំបន្តិចនឹកស្មានមិនដល់ថាប្រុសម្នាក់នេះស្ដាប់បង្គាប់ម្លេះដូចជាអ្នកបំរើអញ្ចឹងចុះស្រីម្នាក់នេះមានខ្សែញាតធំប៉ុណ្ណាទៅចេះចង់មកធ្វើច្រិតហាយសូហាដូមែនចាំមើលពេលចេញទៅខ្មាស់គេតើឯងធ្វើមុខរបៀបម៉េចនេះជាសេវាកម្មរបស់ពួកនាងមែនទេខ្ញុំមិនដឹងថាលោកស្រីកំពុងនិយាយពីអ្វីទេបើមានលើកក្រោយទៀតអ្វីដែលត្រូវចាក់គឺដៃរបស់នាងហើយមានរឿងអ្វីកើតឡើងគ្មានអ្វីទេគ្រាន់តែជាស្រមោចមិនស្ដាប់បង្គាប់មួយក្បាលប៉ុណ្ណោះអ្នកគ្រប់គ្រងហាងនេះជាអ្នកណាអ្នកប្រុសឈៀនតើអ្នកប្រុសអញ្ជើញមកមានការអ្វីដែរដេញចេញហើយប្រាប់ទៅអ្នកក្រោមបង្គាប់ទាំងអស់ទៅថ្ងៃមុខបើជួបកញ្ញាម្នាក់នេះគឺត្រូវគោរពដូចជាជួបខ្ញុំផ្ទាល់អញ្ចឹងអ្នកណាហ៊ានមិនគោរពនាងគឺមានន័យថាមានរឿងជាមួយត្រកូលឈានរបស់ខ្ញុំហើយបាទខ្ញុំនឹងចាត់ការភ្លាមធ្វើបានល្អណាស់អូបងស្រីនៅស្គាល់ផ្លូវត្រឡប់មកវិញដែរតើបាត់មុខមួយយប់មិនចូលផ្ទះមិនដឹងជាទៅដើរលេងពីវាលពីការនៅណាខ្លះទេមិនដែរខកចិត្តណាស់មែនទេដែលឃើញខ្ញុំមិនទាន់ងាប់នៅខាងក្រៅលោកប៉ាមើលបងស្រីចុះខ្ញុំខំតែបារម្ភពីគាត់មិនក៏គាត់និយាយស្ដីបែបហ្នឹងដាក់ខ្ញុំទៅវិញប៉ាន់ហើយព្រលឹមឡើងឆ្លោះគ្នារឿងអីត្រឡប់មកវិញហើយក៏នៅឲ្យស្ងៀមទៅក្នុងពេលដែលត្រឡប់មកត្រកូលវឹងវិញហើយប្រវត្តិការសិក្សាក៏មិនត្រូវឲ្យអន់ពេកដែរអែបលើលិខិតអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យលំដាប់រាជធានីប៉ាបានឲ្យគេរៀបចំឯកសារឯងរួចរាល់អស់ហើយដល់ថ្ងៃបើកវិវេសនការត្រូវទៅរីការខ្លួនកុំដើរលេលើខាងក្រៅធ្វើឲ្យខូចមុខមាត់ត្រកូលវឹងរបស់យើងឲ្យសោះសាកលវិទ្យាល័យលំដាប់រាជធានីទីដៅមិនសូវល្អហុងស៊ុយឆុងគ្នាសាលាមួយនេះហាក់ដូចជាមានហុងស៊ុយមិនសូវស្អាតស្អំប៉ុន្មានទេនិយាយផ្ដេសផ្ដាស់អីហ្នឹងសាកលវិទ្យាល័យលំដាប់រាជធានីជាសាលាល្បីល្បាញរាប់រយឆ្នាំមកហើយស្អីគេមិនស្អាតស្អំពីកោកុំយកជំនឿរឿងខ្មោចព្រាយបិសាចឥតប្រយោជន៍ទាំងនោះមកភូតភរប៉ាឲ្យសោះមិនអីទេខ្ញុំស្ដាប់តាមប៉ាចុះអបអសាទោផងបងស្រីទៅថ្ងៃមុខពួកយើងខ្លាចជាសិស្សសាលាជាមួយគ្នាហើយនៅឯសាលាប្អូនស្រីម្នាក់នេះនឹងជួយមើលថែបងឲ្យបានល្អជាមិនខានមេស្រុកស្រែចម្ការចាំតែដល់សាលាទៅខ្ញុំមានវិធីជាច្រើនដើម្បីធ្វើឲ្យអញបាក់មុខនិងខ្ទាតចេញពីរាជធានីនេះមិនខានជាវអញពិតជាមានបងស្រីមកពីស្រុកស្រែចម្ការមែនហេនាងគ្រាន់តែជាមនុស្សល្ងង់ខ្លៅម្នាក់ប៉ុណ្ណោះ
អ្នករាល់គ្នាឈប់និយាយបែបហ្នឹងទៅបងស្រីគ្រាន់តែទម្លាប់រស់នៅតាមជនបទទើបបែបហ្នឹងពួកអ្នកឯងកុំសើចចំអកឲ្យគាត់អីសិស្សស្រីម្នាក់នេះមានអាកប្បកិរិយានឹងរកពីលយខ្លាំងណាស់មែនហើយស្ទីលបែបត្រជាក់ស្រទន់តែមានអំណាចបែបនេះមើលទៅហាក់បីដូចជាខ្លាំងជាងកញ្ញាស្រឡាញ់ហ្វុងជីវទៅទៀតហើយអ្វីបានជាអ្នករាល់គ្នាចាប់អារម្មណ៍តែលើអាមនុស្សស្រែចម្ការម្នាក់នោះទៅវិញនេះមិនមែនជាបងស្រីទេឬនឹកស្មានមិនដល់ថាពិតជាមកចូលរៀនមែននៃអាមនុស្សស្រែចម្ការឯងកំពុងនិយាយជាមួយកញ្ញាលយឆៃត្រកូលហ្វុងបែបណាហ៊ានសម្ដីខ្លាំងម្ល៉េះជឿទេថាខ្ញុំអាចធ្វើឲ្យអញរស់នៅក្នុងសាកលវិទ្យាល័យអធិរាជនេះលេងបានខ្ញុំនិយាយម្ដងទៀតថយចេញទៅបើមិនខឹងទេអ្វីដែលបាក់មិនមែនត្រឹមតែដៃនោះទេសាលារៀនមួយនេះពិតជាមានរបស់ចង្រៃជើងកាច់លាក់ខ្លួនមែនចៅស៊ូឯងត្រូវតែជួយខ្ញុំណាមានរឿងអីមែនទេបងស្រីរបស់ខ្ញុំម្នាក់នោះគាត់ពិតជាមនុស្សឈួតមែនទែនខ្ញុំឃើញគាត់នៅមាត់ទ្វារសាលាមិញនេះគឺមានគេទៅរកកដាក់គាត់មុនតើមិនដូចអ្វីដែលឯងនិយាយឡើយនោះគ្រាន់តែជាការសម្ដែងធ្វើពុតទេនៅផ្ទះគាត់តែងតែធ្វើបាបសត្វតូចហើយថែមទាំងប្រើអំពើធ្មប់ដាក់ខ្ញុំទៀតផងមិញនេះមិត្តរួមថ្នាក់គ្រាន់តែទៅនិយាយរាក់ទាក់ជាមួយគាត់សោះក៏ត្រូវគាត់ចាប់បំបាក់ក្តីបាត់ទៅហើយមនុស្សចូលចិត្តហិង្សាបែបនេះបើទុកឲ្យនៅសាលារៀនទៀតមិនដឹងជាថ្ងៃក្រោយនឹងទៅធ្វើបាបអ្នកណាទៀតនោះទេពិតមែនណាហើយរូបមើលមិនដឹងតតែសោះដឹងមុខមិនដឹងចិត្តទេហើយខ្ញុំចាប់អារម្មណ៍ឃើញថាថ្មីនេះគាត់តែងតែលួចរត់ទៅអាគារពិសោធន៍ចាស់ដែលគេបោះបង់ចោលនៅក្រោយភ្នំមើលទៅគួរឲ្យសង្ស័យខ្លាំងណាស់ខ្ញុំសង្ស័យថាគាត់ទៅចិញ្ចឹមប្រលឹងខ្មោចព្រីបិសាចនៅទីនោះដើម្បីធ្វើបាបមនុស្សឯងជាមនុស្សដែលមានស្មារតីយុត្តិធម៌បំផុតត្រូវតែជួយលាតត្រដាងមុខមាត់ពិតរបស់គាត់ដើម្បីការពារមិត្តភ័ក្តិរួមសាលាទាំងអស់គ្នាណាចិញ្ចឹមរបស់ងឹតធ្វើបាបមនុស្សនេះជាការប្រមាថដ៏ធំក្នុងវិស័យអាថ៌កំបាំងបើរឿងនេះជាការពិតខ្ញុំមិនអាចអង្គុយមើលទេឡើយលីចៅស៊ូមីល្ងងម្នាក់នេះពិតជាបោកស្រួលមែនហ្វុងជីងឈីងចាំមើលទៅចាំមើលលើកនេះឯងរត់រួចខ្លួនដោយរបៀបណាឲ្យតែឯងទៅដល់ទីនោះរបស់ដែលនៅខាងក្នុងប្រកាសជាធ្វើឲ្យឯងមានផ្លូវទៅគ្មានផ្លូវត្រឡប់មកវិញឡើយយប់នេះនៅអាគារពិសោធន៍ដែលបោះបង់ចោលមានអ្វីភ្ញាក់ផ្អើលហេល្បិចថោកទាបបែបនេះសោះប៉ុន្តែក្នុងពេលដែលឯងមានចិត្តអញ្ជើញយ៉ាងស្មោះស្ម័គ្របែបនេះខ្ញុំនឹងទៅមើលបន្តិចទៅចុះថាឯងបានរៀបចំអ្វីខ្លះទុកឲ្យខ្ញុំឆ្លៀតឱកាសនេះកំចាត់ពួកអាមិនដឹងខ្យល់ទាំងនោះចោលតែម្ដងថាមពលអាក្រក់ខ្លាំងរហូតបង្កើតជាដុំពុកខ្មៅមើលទៅរបស់នោះប្រហែលជាមានអាយុកាលច្រើនឆ្នាំមកហើយហេតុអ្វីក៏មិនឃើញវែងយូរជាងអញ្ចឹងនៅទីនេះគួរឲ្យខ្លាចណាស់តើមានអ្វីភ្ញាក់ផ្អើលទៅអូយខ្ញុំឃើញផ្ទាល់ភ្នែកថានាងរត់មកខាងនេះតើនាងច្បាស់ជាកំពុងធ្វើមន្តអាគមខ្មៅងឹតអ្វីមួយនៅខាងក្នុងមិនខានទេពួកយើងចូលទៅចាប់ឲ្យបានភស្តុតាងជាក់ស្ដែងទៅមានរឿងអីហ្នឹងហេតុអ្វីបានជាពេលរលត់ទៅវិញមានអ្វីម្យ៉ាងកំពុងចាប់ជើងខ្ញុំបងស្រីមែនបងកំពុងលេងសាច់មែនទេខ្ញុំដឹងថាជាបងហើយប្រញាប់ចេញមកវែងជាគិងឯងចេញមកឲ្យយើងភ្លាមកុំមកធ្វើជាខ្មោចព្រីបិសាចបន្លាចគេឲ្យសោះនេះជាស្អីហ្នឹងវាមានថាមពលអាក្រក់ពិតមែនកុំមកចិត្តអីអញទៅងាប់ទៅហ្វេងជាវឯងខ្ញុំចង់ចេញទៅក្រៅវិញក្នុងពេលដែលមកដល់ហើយក៏កុំប្រញាប់ចាក់ចេញអីថ្ងៃក្រោយនៅឲ្យឆ្ងាយពីស្រីល្ងងម្នាក់នោះបន្តិចទៅរបស់ដែលនៅលើខ្លួនឯងគួរឲ្យចាប់អារម្មណ៍ណាស់នៅលើខ្លួនខ្ញុំមានអ្វីទៅលោកគ្រូធំលោកនិយាយអ្វីក៏ត្រូវទាំងអស់តោះជូនឯងត្រឡប់ទៅវិញលោកគ្រូធំខ្ញុំសម្រេចចិត្តតាមលោកហើយតើខ្ញុំកំពុងនៅឯណាទីនេះគឺអាគារពិសោធន៍កុំមកចិត្តខ្ញុំអីម៉ាក់ជួយខ្ញុំផងហ្វឹងជីវឈីងនាងស្រីម្នាក់នេះនាងនឹងមិនស្លាប់ល្អទេនរណានៅខាងក្នុងហ្នឹងមានខ្មោចជួយផងនេះមិនមែនជាស្រីស្អាតប្រចាំដេប៉ាតឺម៉ង់គ្រប់គ្រងសេដ្ឋកិច្ចហ្វឹងជីវទេអីហេតុអ្វីបានជាទៅជាបែបនេះទៅវិញលាថាកាលពីយប់មិញមានគេឃើញនាងដើរចេញមកជាមួយសិស្សថ្មីម្នាក់នោះចុះហេតុអ្វីបានជាមានតែនាងម្នាក់ឯងនៅទីនេះទៅវិញនាងនំដាក់ខុសហើយមែនទេធំក្លិនស្អុយណាស់
ហ្វឹងជីវឈៀងគឺជានាងគឺនាងចិត្តណាបោះបង់ខ្ញុំចោលនៅទីនោះនាងចង់ធ្វើបាបខ្ញុំឲ្យស្លាប់ប្អូនស្រីហេតុអ្វីបានជានិយាយបែបនេះកាលពីយប់មិញគឺឯងខ្លួនឯងទេដែលចេះចង់ទៅតាមហើយក៏មកពីឯងខ្លួនឯងរត់យឺតដែរយ៉ាងម៉េចមិនបានបញ្ចុកចំណីឲ្យរបស់នោះឆ្អែតក៏មានអារម្មណ៍មិនសុខចិត្តមែនទេនាងស្រីធ្មប់ម្នាក់នេះនាងចេះធ្មប់អាគំងឹតខ្ញុំនឹងទៅប្រាប់ប៉ាឲ្យគាត់ដេញនាងចេញពីផ្ទះហ្វឹងជីវធ្វើជាមនុស្សត្រូវមានសិលធម៌និងគុណធម៌ផងកាលពីយប់មិញប្រសិនបើគ្មានលោកគ្រូធំជីវឈៀងទេនោះឯងច្បាស់ជាដាច់ខ្យល់ស្លាប់បាត់ទៅហើយមិនត្រឹមតែមិនដឹងគុណទេថែមទាំងមកខំគេត្រឡប់មកវិញទៀតលីចៅសៀកឯងឈួតហើយមែនទេឯងទៅជួយនិយាយការពារឲ្យមេស្រីស្រែចម្ការម្នាក់នេះអញ្ចឹងហ៎គាត់មិនមែនជាស្រីស្រែចម្ការទេគាត់ជាអ្នកមានគុណសង្គ្រោះជីវិតខ្ញុំហើយក៏ជាមេបងធំរបស់ខ្ញុំដែរល្អខ្លាំងណាស់ពួកឯងសហការគ្នាដើម្បីមកធ្វើបាបខ្ញុំមែនទេហ្វឹងជីវឈៀងគំនុំមួយនេះខ្ញុំកត់ទុកក្នុងបញ្ជីហើយបើខ្ញុំមិនធ្វើបាបនាងឲ្យស្លាប់ទេខ្ញុំមិនមែនត្រកូលហ្វឹងទៀតឡើយចាំមើលទៅចៅហ្វាយតើនេះជាក្បួនឡានរបស់គ្រួសារអ្នកធំណាគេមកនឹងមើលរកពីគេចុះហាក់ដូចជាក្បួនឡានរបស់ក្រុមហ៊ុនឈៀនស៊ីគ្រប់ Quants Group នោះគឺជាសញ្ញាសម្គាល់ប្រចាំគ្រួសារអភិជនឈៀនអ្នកប្រុសច្បងឈៀនតើលោកមកទីនេះដោយផ្ទាល់មែនទេច្បាស់ជាលោកប៉ាមានកិច្ចសហការជាមួយគ្រួសារឈៀនហើយអ្នកប្រុសច្បងឈៀនហេតុអ្វីបានជាលោកអញ្ជើញមកទីនេះដោយផ្ទាល់អីចឹងតើលោកមកទទួលខ្ញុំមែនទេអ្នកនាងហ្វុងឡានរួចរាល់ហើយលោកម្ចាស់ចាស់ឲ្យខ្ញុំមកទទួលអ្នកនាងទៅពិនិត្យសុខភាពឡើងវិញអីចឹងទេឬតោះទៅចុះត្រៀមខ្លួនហើយឬនៅថាមពលពណ៌ស្វាយនៅក្នុងខ្លួនរបស់លោកខ្លាំងពេកហើយរាងកាយមនុស្សធម្មតាមិនអាចទ្រាំទ្ររួចឡើយខ្ញុំត្រូវជួយសម្រួលសរសៃឈាមនិងរាងកាយរបស់លោកជាមុនសិនរំខានអ្នកនាងហើយបើឈឺក៏ស្រែកចេញមកចុះគុំទ្រាំអីបើទ្រាំរហូតដល់មានរឿងខ្ញុំនៅតែជាអ្នកព្យាបាលដដែលហ្នឹងនៅចំពោះមុខអ្នកនាងហ្វុងការឈឺចាប់ប៉ុណ្ណេះមិនមានអ្វីធំដុំទេប្រសិនបើរឿងឈឺចាប់ប៉ុណ្ណឹងក៏ខ្ញុំទ្រាំមិនបានផងនោះតើឲ្យខ្ញុំទៅបម្រើអ្នកនាងហ្វុងឲ្យបានល្អដូចម្ដេចទៅមិនអន់ទេមនុស្សដែលស្ដាប់បង្គាប់បែបនេះខ្ញុំអាចពិចារណាទុកលោកនៅក្បែរខ្លួនបានឈៀនសៀវជីងរងចាំទទួលបញ្ជាជានិច្ចក្មួយស្រីយ៉ាងម៉េចហើយតើជីវិតរបស់អាទំពងនេះអាចរក្សាទុកបានទេពេលនេះមិនទាន់ស្លាប់ភ្លាមទេប៉ុន្តែបើចង់ព្យាបាលឲ្យជាដាច់គឺត្រូវចំណាយពេលមួយរយៈទៀតអំឡុងពេលនេះលោកមិនអាចនៅឆ្ងាយពីខ្ញុំពេកឡើយមិននៅឆ្ងាយពីគ្នាគឺល្អណាស់ហើយរមុំតែម្ដងគេក៏មានតួនាទីជាសាស្ត្រាចារ្យឯកកិត្តិយសនៅសាកលវិទ្យាល័យអធិរាជ Imperial Capital University ដែរឲ្យគេជូនចៅទៅរាល់ថ្ងៃទៅលោកតាមានប្រសាសន៍ត្រូវហើយទុកជាការតបស្នងរាល់រឿងរ៉ាវតូចតាចទាំងឡាយរបស់កញ្ញាហ្វឹងនៅក្នុងទីក្រុងអធិរាជនេះទុកឲ្យខ្ញុំជាអ្នកចាត់ចែងចោះរួមទាំងការដេញរុយផងដែរមែនទេពិតណាស់ជាមនាងហ្វឹងជីវឈៀងនោះច្រឡះបោះពេកហើយនឹកស្មានមិនដល់ថាហ៊ានទៅតោងទាមអ្នកប្រុសឈៀនទៀតតោងទាមមែនទេគ្រាន់តែជាឧបករណ៍លេងសើចមួយប៉ុណ្ណោះតើអំបូរឈៀនជាវង្សតកូលបែបណាធ្វើម៉េចនឹងអាចទៅចាប់អារម្មណ៍ស្រីស្រែចម្ការមកពីជនបទដូចជានាងនោះទៅខ្ញុំមើលទៅនាងច្បាស់ជាប្រើល្បិចផ្លូវងឹតឬក៏ប្រើមន្តអាគមសិល្បសាស្ត្រទៅវិញមួយហើយពិតមែនហើយមិនមែននាងចេះខាងរឿងអាចកំបាំងគ្រូទីអស់ទាំងនោះទេហេមិនប្រកាសទេអាចថានាងដាក់ស្នេហ៍ឬធ្វើអំពើលើអ្នកប្រុសឈៀនក៏ថាបានមិនខុសទេច្បាស់ជាអញ្ចឹងហើយខ្ញុំត្រូវតែហែកមុខមាត់ពិតរបស់នាងឲ្យគ្រប់គ្នាបានឃើញបងធំបងមើលក្នុងវេទិកាពិភាក្សា forum ទៅគួរឲ្យខឹងណាស់ច្បាស់ជាស្រីថោកទាបហ្វឹងជុំជាមនោះជាអ្នកធ្វើហើយវាថានាងដាក់ស្នេហ៍ធ្វើអំពើអាបធ្មប់លើអ្នកប្រុសឈៀនធ្វើអំពើមែនទេការស្រមៃកម្រិតនេះបើមិនទៅសរសេរប្រឡំលោកពិតជាគួរឲ្យស្ដាយមែនបងនៅសាច់កាទៀតពេលនេះមនុស្សពេញមួយសាលាកំពុងតែជេរប្រមាថបងហើយគេត្បូងជាមនុស្សស្រីមិនល្អជាមេធ្មប់ស្រីទៀតផងមាត់នៅលើខ្លួនអ្នកដតីទុកឲ្យពួកគេនិយាយទៅចោះប៉ុន្តែយន់ពាក្យពិតប្អូនស្រីក្នុងពេលដែលឯងចូលចិត្តប្រឌិតរឿងបោកប្រាស់អ្នកដតីម្លេះយើងនឹងធ្វើឲ្យឯងនិយាយពាក្យពិតចេញពីចិត្តឲ្យបានឆ្អែតម្ដងចៅហ្វាយខាងផ្នែកបច្ចេកទេសបានរកឃើញហើយលេខអេបដែលបានបង្ហោះនោះគឺចេញពីសាកលវិទ្យាល័យទីក្រុងអធិរាជគឺហ្វឹងជុំជាមមកពីមហាវិទ្យាល័យគ្រប់គ្រងមនុស្សរបស់ត្រកូលហ្វឹងមែនទេហ្វឹងជុំជាមហ៊ានប៉ះពាល់មនុស្សរបស់ខ្ញុំគឺត្រូវតែសងការខូចខាតមកវិញតើត្រូវលុបការបង្ហោះ post នោះចោលទេបាទលុបចោលមែនទេបែបនេះវាធូរស្រាលសម្រាប់នាងពេកហើយតាក់ទងទៅក្រុមប្រឹក្សាភិបាលសាលាខ្ញុំចង់បន្ថែមទុនវិនិយោគខ្ញុំចង់ឲ្យនាងមិនអាចរស់នៅក្នុងទីក្រុងអធិរាជនេះទៅទៀតបានបាទចៅហ្វាយហ៊ានមកប្រមាថមើលងាយទេវតារបស់ខ្ញុំត្រូវតែត្រៀមខ្លួនចុះនរកទៅ
ខុសមួយនោះគឺខ្ញុំជាអ្នកបង្ហោះរូបថតនឹងក៏ខ្ញុំជាអ្នកកាត់ដែរគឺខ្ញុំច្រណែននឹងវិញយូគីងនឹងឯងអាងអីនាងឯងទើបតែត្រឡប់មកវិញក៏ដណ្ដើមភាពលេចធ្លោពីខ្ញុំបាត់ហើយអាងអីបានជាប្រុសក្មេងត្រកូលខ្វាន់ចាប់អារម្មណ៍តែនាងឯងមិនមើលមុខខ្ញុំគ្រាន់តែជាស្រីថោកទាបម្នាក់ខ្ញុំវាពុតត្បុតខ្ញុំវាពីស្ពូលខាងក្រៅហៅនាងថាបងស្រីតែក្នុងចិត្តចង់ឲ្យនាងងាប់ទៅខ្ញុំគ្រាន់តែចង់កំទេចនាងព្រះអើយនាងឈួតហើយមែនទេមើលទៅប្រហែលជាមកពីធម្មតាខំទ្រាំពេកហើយទើបពេលនេះលាក់រឿងក្នុងចិត្តលេងចិត្តបែបហ្នឹងហ្វេងជាវជាវឯងកំពុងតែឈួតរឿងអីទៀតហើយអ្នកឯងក៏ដូចតែគ្នាដែរអាកាត់យល់មុខមើលតែមនុស្សមានបានធម្មតាទទួលកាដូពីខ្ញុំមិនតិចទេពេលនេះមកធ្វើជាសម្រុំអីឆ្នេះអូនាងចេញទៅហ្វេងជាវជាវដោយសារតែឯងមានចិត្តនីអាក្រក់បង្ខូចគេឈ្មោះមិត្តរួមថ្នាក់បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរតាមការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលសាលាឯងត្រូវបានបណ្តេញចេញឥឡូវនេះប្រមូលខោអោហើយដើរចេញទៅស្អីគេបណ្តេញចេញលោកគ្រូមិញនឹងខ្ញុំដូចជាត្រូវប្រឡឹងចូលទេខ្ញុំមិនមែនមានន័យបែបហ្នឹងឡើយ Feng Jiking គឺជើងក្អែកឯងជាអ្នកធ្វើមែនទេច្បាស់ជាឯងហើយមុនអាគមនិយាយពិតមានប្រសិទ្ធភាពតែ6ម៉ោងប៉ុណ្ណោះប៉ុន្តែក្រឡេកមើលទៅលទ្ធផលមិនអន់តតែសោះសុំទោសផងដែលមិនបានសុំការអនុញ្ញាតពីអ្នកជាមុនក៏ឲ្យក្រុមប្រឹក្សាភិបាលសាលាបណ្ដេញនាងចេញបាត់ទៅហើយខ្ញុំគ្រាន់តែទ្រាំមើលនាងមកលោឡានៅចំពោះមុខអ្នកមិនបានធ្វើបានល្អតើសម្រាមបែបហ្នឹងទុកនាំតែទើភ្នែកទេពិតមែនហ៎អ្នកមិនបន្ទោសដែលខ្ញុំធ្វើតាមចិត្តខ្លួនឯងទេអីឲ្យតែធ្វើដើម្បីខ្ញុំមិនរាប់ថាធ្វើតាមចិត្តខ្លួនឯងនោះទេបាទរាល់អ្វីគ្រប់យ៉ាងរបស់ខ្វាន់ឆាវយូគឺដើម្បីអ្នកទាំងអស់ប៉ុន្តែកុំអាលឲ្យនាងងាប់ស្រួលពេកបំណុលខ្លះត្រូវតែសងយឺតទើបសប្បាយស្ដាប់តាមអ្នកចុះការបាត់បង់អ្វីគ្រប់យ៉ាងហើយត្រូវរស់រងទុក្ខវេទនាក្នុងភាពអស់សង្ឃឹមទើបជាការដាក់ទណ្ឌកម្មដ៏ល្អបំផុតសម្រាប់នាងលោកប៉ាមិនអាចឃុំខ្លួនខ្ញុំបានទេខ្ញុំជាកូនស្រីរបស់ត្រកូលវិញណាកូនស្រីត្រកូលវិញមែនទេមុខមាត់ត្រកូលវិញត្រូវអញបំផ្លាញខ្ទេចអស់ហើយត្រូវសាលាលំដាប់កម្ពុជាបណ្ដេញចេញហើយថែមទាំងទៅបង្កចំនួនក្តីក្តាមជាមួយគ្រប់ក្រុមហ៊ុនត្រកូលខ្វាន់ទៀតចាប់ពីថ្ងៃនេះទៅឯងមិនត្រូវបានអនុញ្ញាតឲ្យដើរចេញពីបន្ទប់នេះមួយជំហានឡើយដេកគិតពិចារណាពីកំហុសខ្លួនឯងឲ្យមែនទែនទៅលោកប៉ាខ្ញុំស្លូតត្រង់ទេគឺវឹងជីងជាអ្នកធ្វើបាបខ្ញុំនៅហ៊ានប្រកែកទៀតមើលទៅមកពីធម្មតាខ្ញុំតាមចិត្តអញពេកហើយនរណានៅខាងក្រៅចាក់សោទ្វារឲ្យជាប់បើគ្មានការអនុញ្ញាតពីខ្ញុំមិនអនុញ្ញាតឲ្យនរណាយកបាយឲ្យនាងញ៉ាំដាច់ខាតទៅលេងខ្ញុំចេញទៅហ្វឹងជីងឯងបានបំផ្លាញអ្វីគ្រប់យ៉ាងរបស់ខ្ញុំបើឯងមិនឲ្យខ្ញុំរស់អញ្ចឹងយើងស្លាប់ទៅជាមួយគ្នាទៅឲ្យតែអាចសម្លាប់ឯងបានទោះបីជាត្រូវលួចប្រលឹងឲ្យខ្មោចកំណាចក៏ដោយក៏ខ្ញុំមិនស្ដាយក្រោយដែរលោកគ្រូរបស់ដែលបានព្រមព្រៀងគ្នាបានយកមកទេប្រញាប់ធ្វើអីកញ្ញាហ្វឹងនេះជាលោកគ្រូលើខំប្រឹងអស់ពីកម្លាំងកាយចិត្តទើបអាចធ្វើកញ្ចប់បដូររាសីនេះបានចុះលុយ5,500,000មិនឲ្យខ្វះមួយសេនឡើយពេលឲ្យហើយប្រញាប់ប្រគល់ឲ្យខ្ញុំមកចាំទុករបស់នេះត្រូវពាក់ជាប់នឹងប្រាណឬក៏ឲ្យមនុស្សដែលឯងចង់បដូររាសីជាមួយនោះប៉ះនឹងភ័យយន់នៅខាងក្នុងប៉ះកាន់តែច្រើនការបដូររាសីកាន់តែលឿនការបដូររាសីគឺល្មើសនឹងព្រះលិខិតកាលណាបានចាប់ផ្ដើមហើយគឺមិនអាចបញ្ឈប់បានទេបើមិនដូច្នោះទេផលវិបាកនៃការត្រឡប់មកបៀតបៀនវិញនាងច្បាស់ជាដឹងខ្លួនឯងហើយត្រឡប់មកបៀតបៀនវិញឲ្យតែអាចធ្វើឲ្យហ្វឹងជីងស្រីចង្រៃនោះធ្លាក់ខ្លួនសីទោះបីជាខ្ញុំត្រូវអាយុខ្លីជាងមុន10ឆ្នាំក៏ខ្ញុំព្រមដែរអាយុខ្លីខ្លាចក្រែងតែត្រូវបង់ទាំងជីវិតសោះបងធំនិយាយថាថ្ងៃនេះមានការប្រឡងទេភ្លាមចិត្តខ្ញុំភ័យអមមិនដឹងទេបងធំមើលថ្ងាសខ្ញុំឡើងខ្មៅអត់ខ្លាចតែធ្លាក់មុខវិជានឹងណាទម្រង់មុខស្រស់បំប្រងមិនអីទេបើអីចឹងល្អហើយសម្ដីបងធំពិតជាស័ក្តិសិទ្ធិមែនបងស្រីជីវថ្ងៃនេះបងមើលទៅស្រស់ស្រាយខ្លាំងណាស់ហើយពណ៌ក្រែមបូមាត់នេះទៀតគឺស័ក្តិសមនឹងបងខ្លាំងណាស់មិនមានអីប្លែកផងអូមែនហើយនេះជានំខុកគីដែលខ្ញុំធ្វើដោយផ្ទាល់ដៃអ្នកទាំងអស់គ្នាសាកផ្លឹកមើលទៅចៅពិតជាមានសម្រស់ស្អាតហើយថែមទាំងមានចិត្តបុណ្យទៀតឆ្ងាញ់ខ្លាំងណាស់អរគុណណាស់ចៅបងស្រីរឿងពីមុនគឺពួកយើងមានការយល់ច្រឡំទេយ៉ាងណាក៏ពួកយើងជាគ្រួសារតែមួយដែរនំមួយប្រអប់នេះខ្ញុំមានបំណងទុកជូនបងដោយឡែកបងទទួលយកវាទៅសັດសម្ពោធជូនពោមន់ចូលឆ្នាំមិនដែលសង្ឃឹមល្អទេនរណាដឹងថាអញលួចដាក់ថ្នាំពុលឬអត់នោះចៅស៊ីវមិនក៏ឯងនិយាយបែបហ្នឹងខ្ញុំពិតជាមានចិត្តចង់ផ្សះផ្សាជាមួយបងពិតមែនតើបងស្រីបងកំពុងនិយាយពីអ្វីហ្នឹងអ្វីទៅជាការខ្ចីសំណាងដំបងស្មានតែឯងគ្រាន់តែល្ងងមិននឹកស្មានថាមានចិត្តពីស្ពូលដល់ថ្នាក់នេះសូម្បីតែល្បិចថោកទាបបែបនេះក៏ហ៊ានប្រើដែរនេះជាស្នូសូកូឡាតើបងស្រីបើបងមិនញ៉ាំក៏ហីទៅមិនក៏ត្រូវមកបំផ្លាញទឹកចិត្តរបស់ខ្ញុំបែបនេះទឹកចិត្តហេជាទឹកចិត្តដែលត្រាំដោយប្រេងសាកសពមែនទេបងចៅកុំទៅស្ដាប់គ្រូបោកប្រាស់ម្នាក់នោះនិយាយផ្ដេសផ្ដាស់អីប្រេងសាកសពស្អីទៅច្បាស់ជានាងលេងល្បិចក៏បន្លំភ្នែកដើម្បីបំភ័យគេហើយមិនអីទេខ្ញុំមិនបន្ទោសបងស្រីទេនាងតែងតែមានចរិតបែបហ្នឹងរហូតមកសៀវអ៊ីប៉ុន្មានថ្ងៃនេះអរគុណអញហើយដែលនៅក្បែរខ្ញុំជូនខ្សែដៃនេះទៅអញចោះពិតមែនគេអរគុណណាស់បងចៅ
បងល្អចំពោះខ្ញុំខ្លាំងណាស់ហ្វឹងជីវិឈីងឯងចាំមើលទៅក្នុងពេលដែលឯងមិនញ៉ាំខ្ញុំនឹងទៅរកអ្នកផ្សេងជំនួសវិញឃើញអត់នេះជាកាដូដែលបងចៅចៅជូនខ្ញុំជាប្រភេទមានកំណត់ណាគួរឲ្យចំណែនណាស់ចៅចៅពិតជាចិត្តទូលាយចំពោះមិត្តភក្តិមែនរលាកមកហើយបងធំមិនក៏មនុស្សម្នាក់នេះស៊ីម្លេះដើរលើផ្លូវរៀបស្មើក៏ដួលបានដែរគ្រូសើយគ្រប់ដណ្ដប់លើក្បាលនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះមុខរបស់ខ្ញុំហើយបងចៅចៅមិនក៏ខ្ញុំសើយដល់ថ្នាក់ហ្នឹងគ្រាន់តែដើរចុះជណ្ដើរក៏ដួលដែរលោកគ្រូពិតជាមិនបានបោកប្រាស់ខ្ញុំមែនឥឡូវនេះសំបីតែកង្ហាពីដានក៏ធ្លាក់មកចំខ្ញុំដែរមិនអីទេប្រហែលជាមកពីរិស័យមិនល្អក្នុងពេលនេះទេឯងសម្រាប់ឲ្យបានស្រួលបួលទៅបងធំជំនួយការម្នាក់នោះពិតជាគួរឲ្យអាណិតខ្លាំងណាស់មួយថ្ងៃចូលមន្ទីរពេទ្យដល់ទៅ3 ដងមានអ្នកណាម្នាក់កំពុងខ្ចីសំណាងរបស់នាងហើយខ្ចីសំណាងជាអ្នកណាទៅតើអាចមានអ្នកណាផ្សេងទៀតខ្សែដៃកូនអង្កាំនោះគឺជាវត្ថុម្លងសេវ៉ាវលោកប្រុសឈួនឲ្យចាំយូរហើយសៀវជាវតើលោកមកធ្វើអ្វីទីនេះរកឃើញហើយថ្មីនេះហ្វឹងជាវជាវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សម្នាក់ឈ្មោះលីវើយេគ្រូមើលឈុតបោកប្រាស់ដែលបើកតូបនៅភាគខាងត្បូងទីក្រុងនោះមែនទេខាងក្រៅមើលទៅដូចជាគ្រូទាយតែលួចលាក់ចិញ្ចឹមកូនក្រកនិងធ្វើរឿងខុសច្បាប់ងើតងជាច្រើនហ្វឹងជាវជាវបានទិញខ្សែដៃបដូររិស័យពីគាត់បដូររិស័យហេនោះគឺជំរុញសេចក្តីស្លាប់ទៅវិញទេបើមានបំណងចង់លេងហើយចឹងលេងជាមួយនាងឲ្យធំម្ដងទៅសៀវអ៊ីឯងពិតជាមានការអត់ធ្មត់ខ្លាំងណាស់អំបញ្ញមិញលោកគ្រូទើបតែបានសរសើរថាសារណាស្រាវជ្រាវរបស់ខ្ញុំសរសេរបានល្អណាស់ទាំងអស់នេះក៏ដោយសារតែគំនិតច្នៃប្រឌិតដែលឯងបានផ្ដល់ឲ្យខ្ញុំដែរឲ្យតែបងស្រីជាវសប្បាយចិត្តទៅបានហើយខ្សែដៃអង្កាំនេះមិនអាក្រក់ទេតើនាងចង់ធ្វើអ្វីនេះជាកាដូដែលខ្ញុំជូនទៅសៀវអ៊ីតើមែនណាហប់ចុះនាងហ៊ានពាក់វាដោយខ្លួនឯងទេខ្ញុំបានឲ្យគេទៅហើយតើអាចសុំយកមកវិញយ៉ាងម៉េចកើតមុខរបស់ខ្ញុំតើនេះជាការលេងសៀបបដូរមុខមែនទេរបស់ដែលខ្ចីពីគេគង់តែត្រូវសងវិញនៅថ្ងៃណាមួយមិនខានហើយថែមទាំងត្រូវសងទាំងការប្រាក់ទ្វេដងទៀតផងតើមានរឿងអ្វីកើតឡើងហ្នឹងគ្រូឯងមិនថាគ្មានការខុសឆ្គងទេអីមុខរបស់ខ្ញុំខូចអស់ហើយខូចខ្ទេចខ្ទីអស់ហើយមុនអាគមត្រូវបានបំបីហើយមើលទៅបងស្រីរបស់នាងហាក់ដូចជាមានវិជ្ជាខ្ពស់គ្រាន់បើខ្ញុំមិនខ្វល់ទេគ្រូឯងត្រូវតែជួយសងសឹកឲ្យខ្ញុំចង់ឲ្យនាងស្លាប់ទៅទាំងអាក្រក់មើលបំផុតចង់សម្លាប់នាងត្រូវថែមលុយហើយម្យ៉ាងទៀតខ្មោចព្រីធម្មតាមិនអាចធ្វើអីនាងបានទេត្រូវតែអញ្ជើញខ្មោចអាវក្រហមអស់ប៉ុន្មានក៏ខ្ញុំព្រមឲ្យដែរខ្ញុំមានកាតរងរបស់គ្រូសាហ្វុងខ្ញុំចង់បានអាសាហាវបំផុតយោពមយប់នេះខ្ញុំនឹងបញ្ចេញវិញ្ញាណម្ដាយនឹងកូនដ៏សាហាវខូចខើនាងគ្រាន់តែយកយន្តនេះទៅបិទនៅលើទ្វារបន្ទប់គេងរបស់នាងទៅបានហើយហ្វុងជីងឈីងយប់នេះគឺជាថ្ងៃស្លាប់របស់នាងហើយមកដល់ហើយស្អីគេមកដល់អីវ៉ាន់កំងមែនទេដាច់ភ្លើងហើយហេតុអីក៏ធំក្លិនស្អុយម្លេះបេខាងក្រៅមានមនុស្សមែនទេមិនមែនជាមនុស្សទេពិតជាហ៊ានលេងធំមែនកុំកម្រើកអីទាំងអស់បិទភ្នែកទៅអាសត្វចង្រៃបើមិនចង់រស់ទេខ្ចាត់ខ្ចាយទៅជាផេះទៅគ្រូសាលីវហ៊ានមកលេងសើចនៅចំពោះមុខខ្ញុំផងមែនទេលោកម្ចាស់ទី2លីវមែនទេលៀងកងចាំទៅជីងឈីងរឿងការពីយប់មិញនឹងពិតជាមានខ្មោចមែនហ៎វាជាវិញ្ញាណអាក្រក់មានគេចិញ្ចឹមវាដើម្បីមកធ្វើបាបមនុស្សចុះពួកយើងអាចមានគ្រោះថ្នាក់អត់មានខ្ញុំនៅទីនេះមិនអីទេមេទីមើលថាខ្ញុំបានរឿងអីមកហ្វុងជោសុំច្បាប់ជឿមែនទេសាហាវណាស់មិនក៏ដឹងលីគេនិយាយថាកាលពីយប់មិញនាងស្រាប់តែក្តៅខ្លួនខ្លាំងមុខហាមដូចក្បាលជ្រូកអីចឹងហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យទាំងយប់ធ្វើបាបខ្លួនឯងសោះមើលទៅមានអ្នកប្រញាប់ជាងខ្ញុំទៅទៀតលោកប្រធានខាងកញ្ញាហ្វុងមានចលនាហើយ
នាងហាក់ដូចជាកំពុងស៊ើបអង្កេតពីលោកម្ចាស់ទី2លីវអាលីវទី2អ្នកដែលនៅភាគខាងត្បូងក្រុងហើយចូលចិត្តធ្វើរឿងអាប់ធ្មប់មែនទេបាទឬថាកាលពីយប់មិញកញ្ញាហ្វុងលោកម្ចាស់វ័យក្មេងខ្វែនមានចលនាខុសប្រក្រតីបន្តិចបន្តួចនៅបន្ទប់គេងវាប្រហែលជាស្នាដៃរបស់លោកម្ចាស់ទី2លីវហើយហ៊ានប៉ះពាល់នាងផងមើលទៅអាទី2លីវនេះប្រហែលជាធុញទ្រាន់នឹងជីវិតហើយតែយើងគួរចេញមុខជួយទេនាងមិនចូលចិត្តឲ្យអ្នកដទៃលូកដៃចូលក្នុងរឿងរបស់នាងឡើយរៀបចំឡានទៅកាន់ហាង Jobelge ខ្ញុំនឹងចាំការពីនៅខាងក្រៅបើនាងត្រូវការកាំបិតខ្ញុំនឹងធ្វើជាកាំបិតបើនាងត្រូវការខែលខ្ញុំនឹងធ្វើជាខែលប៊ីលីលោកម្ចាស់វ័យក្មេងខ្វាន់ពិតជាដូចជាកំពុងលើកដំកើងព្រះដូនតាចឹងកន្លែងប្រមូលផ្ដុំភាពកខ្វក់និងអំពើអាក្រក់តើឯងជាអ្នកណាហ៊ានមកបង្កចំនួននៅហាង Jobelge នេះហើយលោកម្ចាស់ទី2លឺចេញមកលោកម្ចាស់ទី2មិនមែនជាមនុស្សដែលឯងចង់ជួបក៏ជួបបាននោះទេវីដេញនាងចេញទៅក្នុងពេលដែលមកដល់ហើយចូលនៅទីនេះចុះក្រោកឡើងនៅតែជាខ្មោចឆៅរោមបៃតងកម្រិតទាបបំផុតដែលលោកម្ចាស់ទី2លឺចំណង់ចំណូលចិត្តរបស់អ្នកពិតជាអន់ណាស់ឲ្យតែអាចសម្លាប់មនុស្សបានវាគឺជាវត្ថុល្អហើយសម្លាប់នាងទៅហែកសាច់នាងជាបំណែកទៅបើសិនជាកាលពី100ឆ្នាំមុនខ្ញុំប្រហែលជាត្រូវចំណាយកម្លាំងបន្តិចបន្តួចដែរប៉ុន្តែលើនេះប្រមូលផ្ដុំថាមពលបង្កើតជាអាវុធឯងជាមនុស្សរបស់វិមានគ្រូទីស៊ូកមែនទេវិមានគ្រូទីស៊ូសូម្បីតែមកកាន់ស្បែកជើងឲ្យខ្ញុំក៏ពួកគេមិនសមផងបើឯងហ៊ានប៉ះពាល់ខ្ញុំយើងនឹងស្លាប់ជាមួយគ្នាល្អណាស់វិជាបកូលាន់ទាំង5ចូលស្ដាប់បញ្ជាខ្ញុំបកូលាន់ក្រៅ9ជាន់មេឃនេះជាវិជាបកូលាន់ទាំង5ដែលបានបាត់បង់ទៅហើយតើឯងជានរណាឲ្យប្រកបប្រជាខ្ញុំជានរណាមិនសំខាន់ទេអ្វីដែលសំខាន់នោះគឺឯងចិត្តស្លាប់ហើយលោកគ្រូមេតាលើកលែងជីវិតផងខ្ញុំក៏ត្រូវគេបង្គាប់ឲ្យធ្វើដែរគឺនាងជាអ្នកឲ្យលុយខ្ញុំដឹងហើយគ្រូសាវាងមិនលើកលែងឲ្យអញឡើយគ្រូសាវាងល្អណាស់ខ្ញុំចាំទុកហើយបើឯងចូលចិត្តចិញ្ចឹមប្រលឹងខ្មោចខ្លាំងណាស់អញ្ចឹងឲ្យឯងសាករសជាតិនៃការត្រូវប្រលឹងខ្មោចរាប់ម៉ឺនត្រឡប់មកខំស៊ីខ្លួនឯងវិញម្ដងទៅនេះជាកម្មពៀដែលឯងគួរតែទទួលបានឯងមកហើយមែនទេបាទចៅហ្វាយខ្ញុំបារម្ភថាលោកស្រីអាចមានគ្រោះថ្នាក់ល្អណាស់ជួយដុតបំផ្លាញវាឲ្យស្អាតបន្តិចទៅបាទយល់ហើយខ្ញុំបានចាត់ចែងមនុស្សឲ្យរៀបចំរួចរាល់ហើយឈឺណាស់ជីវប្រញាប់ឡើងឆាប់ហើយឡានពេទ្យមកភ្លាមហ្វឹងជីវឈៀងគឺឯងត្រូវតែជាឯងមិនខានខ្ញុំនឹងសម្លាប់ឯងបងធំយប់មិញនៅខាងត្បូងទីក្រុងដូចជាមានអគិភ័យឆេះឮថាឆេះហាងលក់វត្ថុបុរាណមួយកន្លែងនៅមានទៀតណាឮថាហ្វឹងជីវជំងឺរើឡើងធ្ងន់ធ្ងរឥឡូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់អេគេហើយគេថាផ្ដើមចេញពីជំងឺចម្លែកម្យ៉ាងរលួយពេញខ្លួនប្រាណតែម្ដងមនុស្សអាក្រក់គង់តែវិនាសដោយសារកម្មពៀខ្លួនឯងទេនេះជាយន់សេចក្តីសុខពាក់វាទៅកុំដោះចេញឲ្យសោះអរគុណបងធំរបស់ដែលបងធំធ្វើប្រកាសជាល្អបំផុតហើយអញ្ចឹងខ្ញុំទៅសិនហើយលោកម្ចាស់ទី2លីវគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះទឹកនៅក្នុងធ្លុកនេះកាន់តែខ្វក់ទៅហើយទឹកកាន់តែខ្វក់កាន់តែងាយស្រួលចាប់ត្រីអ្នកប្រុសវ៉ានេះហើយជាសាកលវិទ្យាល័យរាជធានីនាងស្រីដែលឈ្មោះហ្វឹងជីវឈីងនោះនៅដេប៉ាតឺម៉ង់គ្រប់គ្រងសេដ្ឋកិច្ចគ្រាន់តែស្រីស្រែចម្ការម្នាក់សោះសំលមុំឲ្យយើងមកដោយផ្ទាល់ដែរអីបើគុំតែលោកតាទ្រង់មានប្រសាសន៍ថារឿងលោកម្ចាស់ទី2លីវមានភាពមិនប្រក្រតី
កន្លែងបែបនេះពិតមែនហើយអ្នកប្រុសវាងជាអ្នកដែលមានដងពូកែបំផុតក្នុងត្រកូលវាងក្នុងរយៈពេលរាប់រយឆ្នាំមកនេះមីស្រីហ្វឹងជីវឈីងនោះសូម្បីតែកាន់ស្បែកជើងឲ្យអ្នកប្រុសក៏មិនសមផងទៅជួបនាងបន្តិចមើលឯងគឺជាហ្វឹងជីវឈីងមែនទេខ្ញុំគឺវាងថឹងនៃត្រកូលវាងលោកម្ចាស់ទី2លាវគឺឯងជាអ្នកសម្លាប់មែនទេលោកម្ចាស់ទី2លាវមិនដែលឮឈ្មោះផងប៉ុន្តែប៉ុន្មានថ្ងៃមុនខ្ញុំពិតជាបានទះកំទេចរុយមួយក្បាលមែនប្រហែលណាស់លោកម្ចាស់ទី2លាវជាអ្នកការពារខាងក្រៅរបស់ត្រកូលវាងយើងវីឆ្កែត្រូវមើលម្ចាស់ឯងធ្វើបែបនេះគឺកំពុងតែឌឺដងឲ្យត្រកូលវាងហើយឌឺដងមនុស្សដូចឯងសមនឹងឌឺដងដែរអីបើឯងមិនចង់សម្រួលតាមសម្រួលទេកុំបន្ទោសយើងថាដៃឆៅឲ្យសោះហ៊ានប្រកួតជាមួយយើងមួយស្មើមទេភ្នាល់វិជាមន្តអាគមនៅឯសាលកីឡារបស់សាលាស្លាប់រស់មិនគិតគ្មានពេលទេបើឯងមិនហ៊ានទេយើងនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនឯងជួបគ្រោះថ្នាក់ម្នាក់ម្ដងឧទាហរណ៍ដូចជាមីក្មេងស្រីធាត់ម្នាក់នេះជាដើមតើអ្នកចង់ថ្ងៃនេះខ្ញុំនឹងឲ្យអ្នកស្គាល់ថាអ្វីទៅជាវិជ្ជាយន្តពិតប្រាកដយន្តអាគីទៅគ្រាន់តែជាល្បិចកំពេចកំពុកសោះរលាយស្អីគេមិនអាចទៅរួចទេមានសមត្ថភាពតែប៉ុណ្្នឹងទេហេដល់វេនខ្ញុំម្ដងហើយបង្កប់មិញអ្នកឯងនិយាយថាចង់ឲ្យអ្នកណាជួបគ្រូសីឯងធ្វើស្អីដាក់ខ្ញុំរបៀនខ្មៅនេះជារបៀនខ្មៅនេះគេហៅថាមិនបង្កកកាយសូម្បីតែមិនបង្កកកាយកម្រិតដំបូងក៏ឯងដោះស្រាយមិនរួចដែរនៅហ៊ានតាំងខ្លួនជាកម្ពូលអ្នកខ្លាំងទៀតមួយកំភ្លៀងនេះគឺដើម្បីប្រដៅឯងឲ្យស្គាល់ពីរបៀបធ្វើមនុស្សមួយកំភ្លៀងនេះគឺសងជំនួសលោកតាលីវទី2មេពិតជាអស្ចារ្យមែនវាបានល្អណាស់លោកពូទី3ពូត្រូវតែជួយរកយុទ្ធធម៌ឲ្យខ្ញុំផងមីហ្វុងជីឈីងនោះធ្វើបាបគេហួសហេតុពេកហើយអាល្ងងអាឥតប្រយោជន៍សូម្បីតែក្មេងស្រីម្នាក់ក៏វាមិនឈ្នះផងនៅមានមុខមកយំទៀតលោកគ្រូវ៉ានេះគ្រាន់តែជាការប្រកួតប្រជែងរវាងសិស្សនិងសិស្សទេឈ្នះចាញ់ដឹងត្រឹមនឹងទៅបានហើយដឹងត្រឹមនឹងវាក្មួយប្រុសខ្ញុំឡើងទ្រាំខ្លួនបែបនេះហៅថាដឹងត្រឹមនឹងមែនទេរឿងនេះមិនចប់នេះទេលើថាថ្មីនេះសាលាមានគម្រោងរៀបចំដំណើរកម្សាន្តទៅគូររូបនៅភូមិហ្វុងមិនមែនទេបាទគឺមានគម្រោងនឹងមែនអញ្ចឹងអាហ្វុងជីឈីងទៅដែរទៅក្នុងពេលដែលនាងមានសមត្ថភាពខ្លាំងពូកែយ៉ាងនេះក៏ឲ្យនាងទៅសម្ដែងរិទ្ធនៅទីនោះទៅភូមិហ្វុងមិនទីនោះជាតំបន់ហាមឃាត់តាលោកពូធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅបើមិនដូច្នោះទេការឧបត្ថម្ភប្រចាំឆ្នាំរបស់ត្រកូលវាងបាទបងអូនទាំងអស់គ្នាគ្រូមានដំណឹងល្អមួយចង់ប្រាប់ដើម្បីបង្កើនភាពសប្បាយរីករាយក្រៅម៉ោងសិក្សាសាលាបានសម្រេចចិត្តរៀបចំកម្មវិធីដើរកម្សាន្តគូររូបក្រៅស្រុកមួយទីតាំងនោះគឺភូមិហ្វុងមិនភូមិខ្មោចនោះអ្នកគ្រូចង់សម្លាប់ពួកយើងមែនទេគ្រប់គ្នាកុំជឿសុបលើរឿងអបិយជំនឿអីនោះជាភូមិវប្បធម៌ប្រពៃណីប្រជាប្រិយតើហើយការដើរកម្សាន្តលើកនេះគឺបង្ខំមនុស្សគ្រប់គ្នាត្រូវតែចូលរួមទាំងអស់ជាពិសេសគឺសិស្សហ្វឹងជីវឈីងនាយកសាលាបានចំឈ្មោះឲ្យឯងជាអ្នកដឹកនាំក្រុមបងធំច្បាស់ជាមានល្បិចក៏ហើយភូមិវឹងមិននោះគឺសាហាវព្រឺព្រួយខ្លាំងណាស់ភូមិវឹងមិនជាកន្លែងប្រសពរវាងយិននិងយ៉ាងល្មមតែម្ដងខ្ញុំក៏ចង់ទៅមើលដែរថាត្រកូលវាងកំពុងលេងល្បិចអីឲ្យប្រាកដក្លិនសាកសឹកឈួរខ្លាំងណាស់ហ្វឹងជីវឈីងទីនេះហើយជាកន្លែងកប់សាកសពរបស់ឯងបងធំមិនក៏ខ្ញុំមានអារម្មណ៍ថាមានគេកំពុងសម្លឹងមើលពួកយើងអញ្ចឹងមិនមែនមនុស្សទេដើមហុយស៊ូប្រមូលផ្ដុំធាតុយិនភូមិនេះគឺជាសង្វៀនដាច់ពូជហើយពួកយើងចង់ទៅផ្ទះវិញគ្រប់គ្នាកុំខ្លាចអីទៅសម្រាប់នៅគណៈកម្មការភូមិសិនទៅបងធំបងស្ដាប់មើលមានគេកំពុងច្រៀងល្ខោនចុងក្រោយក៏ចាប់ផ្ដើមហើយទៅមើលល្ខោនណែពួកឯងទៅណាទាំងអស់ហ្នឹងកុំប៉ះពួកគេអីពួកគេត្រូវគេសូត្រមន្តសណ្ដំយកប្រលឹងបាត់ហើយស៊ូដើរតាមពីក្រោយទៅខ្ញុំចង់ដឹងណាស់ថាតើអ្នកណាជាអ្នករៀបចំឆាកច្រៀងល្ខោននេះហ្វឹងជីវឈីងទីនេះហើយជាភ្នូដែលរៀបចំទុកសម្រាប់ឯង
ខ្មោចល្ខោនអាវក្រហមនេះគឺចិញ្ចឹមអស់រយៈពេល30ឆ្នាំក៏ដើម្បីថ្ងៃនេះដែរខ្មោចចាស់អាយុ30ឆ្នាំពិតជាគួរឲ្យចាប់អារម្មណ៍មែនអញហ៊ានឌឺដងដាក់វាផងមែនទេទៅងាប់ទៅបងធំប្រយ័ត្នខ្លួនព្រលឹងគុំគួន99មិនខ្លាចឆ្អែតស្លាប់ទេអីត្រឹមប៉ុណ្្នឹងសោះខ្ញុំស្មានតែខ្លាំងប៉ុណ្ណាតាមពិតគ្រាន់តែល្អមើលក្រៅសោះរឿងនេះអាចទៅរួចយ៉ាងម៉េចកុំប្រញាប់អីល្ខោនល្អទើបតែចាប់ផ្ដើមទេបើអ្នកទាំងអស់គ្នាចូលចិត្តមើលល្ខោនយប់នេះខ្ញុំនឹងឲ្យមើលឲ្យឆ្អែតភ្នែកតែម្ដងមេឃមូលដីការ៉េច្បាប់វិន័យទាំង9ខ្ញុំសូមបញ្ជាខ្មោចទាំងឡាយត្រូវតែចុះចូលក្រោកឡើងល្បិចឃុំប្រលឹងមិនក៏អញចេះល្បិចឃុំប្រលឹងដែលបាត់បង់ទៅហើយហ្នឹងរបស់ដែលខ្ញុំចេះមានច្រើនណាស់តើលោកឯងជាស្អីទៅផ្ដល់ឱកាសឲ្យឯងមួយចង់រលីប្រលឹងឬក៏ចង់ស្ដាប់បង្គាប់ដោយសម្រួលលោកគ្រូសូមលើកលែងទោសផងលោកគ្រូលើកលែងជីវិតផងទៅកំដរអ្នកប្រុសវាំងនោះច្រៀងមួយឈុតឲ្យល្អមើលទៅបើច្រៀងមិនល្អទេខ្ញុំនឹងរំលាយឯងទៅជាផេះចាស់ឯងកុំមកចិត្តអីអ្នកប្រុសខ្ញុំម្ចាស់សូមគោរពអញ្ជើញហើយមិនក៏ខ្ញុំមកដេកនៅលើដីអញ្ចឹងយ៉ាប់ហើយតើនរណានៅលើឆាកល្ខោនហ្នឹងអ្នកប្រុសលើកជើងឲ្យខ្ពស់បន្តិចត្រូវហើយគឺបែបហ្នឹងអ៊ីទៅវាយចង់ផ្ទុះសំណាច់ស្លាប់ហើយក្បាច់រាំរបស់សម្ដេចប្រុសវាងបើមិនទៅច្រៀងល្ខោនarrangement ទេពិតជាគួរឲ្យស្ដាយមែនប្រញាប់ថតទៅប្រុសស្អាតប្រចាំសាកលវិទ្យាល័យឌីទូមកច្រៀងល្ខោននៅភូមិហ្វុងមិនកណ្ដាលអាធ្រាត្រនេះជាព័ត៌មានក្តៅគុកហើយមើលទៅអ្នកប្រុសវាងហាក់ដូចជាមានតម្រិះពីកំណើតតើហ្វុងជីងឈៀងអញហ៊ានមើលងាយកូនប្រុសសំណប់របស់ត្រកូលវាងខ្ញុំផងអញនឹងសម្លាប់ឯងសម្លាប់ខ្ញុំលោកឯងមិនទាន់សមល្មមទេចេញមកក្រៅភ្លាមបើឯងប្រញាប់ចង់ងាប់ដល់ថ្នាក់នឹងខ្ញុំនឹងបំពេញបំណងឯងខ្ញុំជាព្រឹទ្ធាចារ្យឲ្យត្រកូលវាងឯងហ៊ានប៉ះពាល់ខ្ញុំត្រកូលវាងមិនលើកលែងឲ្យឯងទេត្រកូលវាងនៅក្នុងកែវភ្នែកខ្ញុំវាគ្រាន់តែជាហ្វូងស្រមោចសត្វល្អិតប៉ុណ្ណោះដៃរបស់ខ្ញុំមួយជើងនេះគឺជន់ជំនួសវិញ្ញាណវិលវល់ទាំងឡាយដែលឯងបានយកទៅធ្វើជាខ្មោចបម្រើហ្វឹងជីងឈៀងទាំងអស់នេះសុទ្ធតែជាការយកច្រឡំទេយកច្រឡំអំបញ្ញមិញឯងមិនមែនចង់ឲ្យទីនេះក្លាយជាកន្លែងកប់សាកសពខ្ញុំទេក្តីខ្ញុំគ្រាន់តែនិយាយលេងតើនិយាយលេងខ្ញុំក៏ចូលចិត្តនិយាយលេងដែរនេះគឺយន់និយាយពិត24ម៉ោងបន្ទាប់នេះឯងអាចនិយាយបានតែពាក្យពិតប៉ុណ្ណោះបើហ៊ានតែមិននិយាយយន់នេះនឹងក្លាយជាយន់ភ្លើងឆេះក្បាលឯងឲ្យទំពេកមិនខានពិតមែនឬខ្លែងខ្លាយហ្នឹងវាងថឹងឯងគិតថាពូទី3របស់ឯងជាមនុស្សបែបណាដែរគាត់គឺជាតាចាស់វិបលាស្តនហាម្នាក់ធម្មតាធ្វើពុតជាមនុស្សថ្លៃថ្នូរណាស់តែលួចលាក់ចូលចិត្តប្រមូលខោអាវក្នុងរបស់និស្សិតស្រីហើយថែមទាំងចូលចិត្តកាត់លុយចាយវារបស់ខ្ញុំទៀតឯងមនុស្សហមលគុណនៅមានទៀតដើម្បីវឹកហាត់មន្តអាគមភ្លឹងងឹតគាត់បានកែប្រែភូមិហុងស៊ុយឲ្យក្លាយជាកន្លែងចិញ្ចឹមសាកសពពួកអ្នកទេសចរដើរកំសាន្តដែលបាត់ខ្លួនទាំងឡាយគឺសុទ្ធតែត្រូវបានគាត់សម្លាប់ទាំងអស់ស្អីគេសម្លាប់មនុស្សហេយហើយនៅនេះជាការចោទប្រកាន់ពីក្មួយបង្កើតរបស់ឯងផ្ទាល់ណាស់គ្រប់យ៉ាងហើយចៅស៊ីវមនុស្សត្រឆានបែបនេះប្រគល់ឲ្យប៉ូលីសចាត់ការគឺសំស្របបំផុតហើយចំពោះច្បាប់វិន័យរបស់លទ្ធិយើងវិជាគុណមន្តអាគមរបស់ឯងខ្ញុំនឹងកំទេចវាចោលមន្តអាគមរបស់ខ្ញុំម៉ែក្លឹមធំវាងថឹងនេះធម្មតាធ្វើរកពីអំនួតក្អេងក្អាំងណាស់តាមពិតថោកទាបដល់ថ្នាក់នឹងសោះមួយវិញទៀតព្រឹទ្ធាចារ្យត្រកូលវាងម្នាក់នោះគឺគួរឲ្យខ្ពើមរអើមខ្លាំងណាស់ហ៊ានសម្លាប់មនុស្សដើម្បីហាត់វិជាផងលយមែនទែនមួយជើងនោះធាក់ទៅពេញចិត្តស្ទោកតែម្ដងសូមបងស្រីហ្វឹងចូលសិល្បៈទៅខ្ញុំចង់ធ្វើជាហ្វេងផ្ដាច់មុខរបស់បងស្រីញ៉ាំតែទឹកដោះគោទេទើបតែទិញថ្មីផ្អែមខ្លាំងមិនដាក់ទឹកកកបងស្រីហ្វឹងមេរៀនខ្ញុំកត់ឲ្យបងរួចរាល់ហើយមិនដែលលែងឲ្យខ្ញុំថាគ្រូបោកប្រាស់ហើយមែនទេនោះជាកម្ពុជាគ្រូជាទេវតារស់ច្បាស់ណាស់ជីឈីងនាយកសាលារុកអ្នកមានការអីដែររឿងល្អតើដោយសារតែអ្នកបានជួយសង្គ្រោះមនុស្សយ៉ាងក្លាហាននៅភូមិហ្វុងមិននិងបានជួយប៉ូលីសបំបីក្តីអាថ៌កំបាំងដ៏ធំសាលាបានសម្រេចចិត្តប្រគល់មេដាយគុណធម៌និងប្រាក់រង្វាន់ជូនអ្នកមានប្រាក់រង្វាន់ផងតោះទៅមើលបន្តិច
ជីឈីងមកហើយមែនទេឆាប់អង្គុយចុះមកនេះគឺលោកម្ចាស់ត្រកូលវាងចុះប្រាក់រង្វាន់នៃណាវាងជីឈីងអញបានធ្វើឲ្យប្អូនប្រុសទី3របស់ខ្ញុំធ្លាក់ខ្លួនពិការនិងបំផ្លាញកេរ្តិ៍ឈ្មោះកូនប្រុសខ្ញុំអូនោះមកពីពួកគេស្វែងរកវាដោយខ្លួនឯងតើមិនដែរលោកម្ចាស់ត្រកូលវាងមកថ្ងៃនេះចង់សងសឹកពួកគេមែនទេយុវជនឲ្យកុំអួតក្អេងក្អាងពេកអីធ្វើជាមនុស្សត្រូវទុកផ្លូវថយខ្លះថ្ងៃក្រោយងាយស្រួលជួបគ្នាទៀតបើមិនអួតក្អេងក្អាងតែហៅថាយុវជនកើតទេចំពោះថ្ងៃក្រោយខ្ញុំគិតថាគ្មានចាំបាច់ជួបគ្នាទៀតឡើយថ្លើមធំធ្លុះមេឃអញគិតថាឯងមានវិជ្ជាបន្តិចបន្តួចអាចដើរក្រអើតក្រទុំពេញរាជធានីបានមែនទេខ្ញុំប្រាប់ឯងទៅចុះគ្រឹះអំណាចរបស់ត្រកូលវាងមិនមែនជាអ្វីដែលឯងអាចនឹកស្មានដល់ឡើយគ្រឹះអំណាចចង់សំដៅលើការចិញ្ចឹមខ្មោចធ្វើបាបមនុស្សឬក៏ការលួចលាក់ហាត់ធ្មប់អាគំនិតប្រាប់តម្លៃមកដកពាក្យបណ្ដឹងប្រឆាំងនឹងលោកចាស់ទុំទី3ទៅហើយចេញសេចក្តីថ្លែងការណ៍ថាវាងថឹងត្រូវបានខ្មោចលងបោកប្រាស់ឯសម្ដីពីមុនសុទ្ធតែជានិយាយផ្ទះផ្ដាស់ទាំងអស់លោកម្ចាស់ត្រកូលវាងចង់ស៊ីសំណុកបិទមាត់មែនទេ5លានយ៉នសម្រាប់ក្មេងស្រីមកពីជនបទដូចជាឯងគឺជារកមិនបានឡើយពេញមួយជីវិតនេះ5លានយ៉នតិចពេកមែនទេធ្វើជាមនុស្សត្រូវចេះស្កប់ស្កល់5លានយ៉នចង់ទិញជីវិតត្រកូលវាងរបស់អ្នកវាថោកហួសហេតុពេកហើយឲ្យតម្លៃមិនចេះយកមេប៉ូលីសមកដល់ហើយពួកគេនិយាយថាចង់ស៊ើបអង្កេតត្រកូលវាងពីរឿងកិច្ចពន្ធនិងរឿងរត់ពន្ធវត្ថុបុរាណស្អីគេលោកម្ចាស់ត្រកូលវាងមើលទៅគ្រឹះអំណាចរបស់អ្នកក៏មិនសូវស្អាតស្អំដែនតើគឺឯងជាអ្នកដឹងរីកាមែនទេខ្ញុំគ្រាន់តែឆ្លៀតឱកាសយកសៀវភៅបញ្ជីមួយចំនួនដែលឃើញនៅក្នុងបន្ទប់ក្រោមដីភូមិហ្វុងមិនទៅប្រគល់ជូនពួកប៉ូលីសតែប៉ុណ្ណោះមិនបាច់អរគុណទេខ្ញុំគ្រាន់តែជាពលរដ្ឋល្អម្នាក់ឆាប់ឲ្យឡានពេទ្យមកលឿនឡើងស្មារតីរបស់មនុស្សក្នុងត្រកូលវាងពិតជាកាន់តែខ្សោយទៅពីមួយចំនួនទៅមួយចំនួនលោកគ្រូអាហ្វុងជីឈីងនោះធ្វើបាបគ្រួសារវាងយ៉ាងអាណោចអាធំយ៉ាងនេះលោកម្ចាស់ត្រូវតែជួយរកយុត្តិធម៌ឲ្យពួកយើងផងពូល្ងងនៅក្នុងគ្រួសារវាងនោះធ្វើការមិនកើតមានតែបំផ្លាញប៉ុន្តែហ្វុងជីឈីងម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍មែនអាចបំបែកអាចកំបាំងខ្មោចខោអាវក្រហមបានយ៉ាងហោចណាស់ក៏មានសមត្ថភាពកម្រិតមូលដ្ឋានគឺដែរនាងគឺជាស្រីធ្មប់លោកគ្រូឲ្យតែអាចសម្លាប់នាងបានខ្ញុំព្រមលះបង់គ្រប់យ៉ាងទាំងអស់រួមទាំងផ្ទៃមុខរបស់នាងផងមុខរបស់ខ្ញុំត្រូវបាននាងបំផ្លាញរួចទៅហើយឲ្យតែអាចឲ្យនាងស្លាប់បានទោះបីជាដកបេះដូងឲ្យលោកក៏ខ្ញុំព្រមដែរល្អណាស់ពេលថ្ងៃក្រោយនៅរាជធានីនឹងមានពិធីប្រជុំវិតម្លៃកំណប់អាត់កំបាំងសៀនមិនដល់ពេលនោះខ្ញុំនឹងធ្វើឲ្យនាងខូចឈ្មោះខូចខាត់កេរ្តិ៍ឈ្មោះស្លាប់គ្មានដីកប់នេះជាព្រួងស៊ីបេះដូងរកវិធីដាក់វានៅលើខ្លួននាងទៅហ្វុងជីឈីងថ្ងៃស្លាប់របស់នាងមកដល់ហើយបងធំមានព័ត៌មានធំហើយគ្រូសាវាងដួលរំហើយមិនទាន់ទេប៉ុន្តែចិត្តហើយគឺរឿងនេះពិធីប្រជុំវិតម្លៃកំណប់អាត់កំបាំងសៀនមិនលីថាមានកំណប់ផ្លែកជាច្រើនហើយនឹងអាវុធវេទមន្តក្នុងរឿងព្រេងនិទានទៀតផងអ្វីដែលសំខាន់បំផុតនោះគឺលីថារបស់ពិសេសចុងក្រោយគេគឺឆ្អឹងនាគមួយដុំឆ្អឹងនាគលើលោកនេះនៅមានឆ្អឹងនាគសេសសល់ទៀតផងពិតមែនហើយគេនិយាយថាឆ្អឹងនាគនេះមានផ្ទុកនៅធម្មពលវិញ្ញាណយ៉ាងមហាសាលអ្នកណាបានវានឹងកើនកម្លាំងធាតុយ៉ាងខ្លាំងឥឡូវនេះពួកគ្រូមិនអាគមសៀនមិនទាំងអស់ផ្អើលវកវីចង់ទៅដណ្ដើមយកគ្រប់គ្នាគួរឲ្យចាប់អារម្មណ៍តើប៉ុន្តែសម្បត្តិអញ្ជើញនេះគឺប៉ាខ្ញុំជាអ្នករកបានមានតែមួយសัญลักษณ์គត់មិនអីទេខ្ញុំមានវិធីក្នុងការបើជាពិធីវិតម្លៃកំណប់ប្រកាសជាត្រូវយកកំណប់ទៅជាមួយខ្លះហើយបងធំពួកយើងស្លៀកពាក់បែបនេះតើគេអាចនឹងខាត់ពួកយើងទុកទេគេមើលលើកំណប់តើមិនមែនមើលលើខោអាវទេសូមបង្ហាញសម្បត្តិអញ្ជើញចុះរបស់នាងឯណាខ្ញុំមិនមានទេគ្មានសម្បត្តិអញ្ជើញផងទីនេះជាកន្លែងលំដាប់ខ្ពស់មនុស្សមិនពាក់ព័ន្ធមិនអាចចូលបានទេប្រញាប់ចាក់ចេញទៅអូនេះមិនមែនជាបងស្រីទេឬមិនដែរចង់ចូលទៅបើកភ្នែកមើលពិភពខាងក្រៅមែនទេគួរឲ្យស្ដាយណាស់ទីនេះមិនមែនឲ្យតែមនុស្សធម្មតាចេះតែចូលបាននោះទេជាវម្នាក់នេះជាអ្នកណាស្លៀកពាក់មើលទៅកំសត់ម្លេះនេះហើយជាបងស្រីមកពីជនបទដែលត្រូវបានគេដេញចេញពីផ្ទះរបស់ខ្ញុំនោះឈ្មោះហ្វុងជីឈីងតាមពិតគឺជាគ្រូបោកប្រាស់ម្នាក់នោះសោះសន្តិសុខប្រញាប់ដេញនាងចេញទៅកុំឲ្យវាមកទើសភ្នែកពួកយើងបាទអ្នកនាងម្នាក់នេះសូមចាក់ចេញពីទីនេះភ្លាមបើមិនដូច្នោះទេខ្ញុំនឹងប្រើធម៌ក្តៅហើយមើលទៅមេរៀនកាលពីលើកមុននៅមិនទាន់រៀនចងចាំគ្រាន់ទេតើហ្វឹងជីវឈីងថ្ងៃនេះនាងកុំសង្ឃឹមថាបានចូលឲ្យសោះហើយអ្នកគ្រប់គ្រងនៅទីនេះចេញមកជួបខ្ញុំយកដុំថ្មបាក់បែកមួយដុំចង់មកជួបអ្នកចាត់ការផងឯងគិតថាឯងជានេះជាត្បូងទេវៈលំដាប់កំពូលតើជាងនេះទៅទៀតនៅលើនោះមានឆ្លាក់យ័ន្តប្រមូលធម្មពលដែលបានបាត់បង់ទៀតផងហាលោកគ្រូខ្ញុំបាទគឺជាប្រធានអ្នកវិតម្លៃនៃមហាសន្និបាតនេះឈ្មោះគូហឺអំបញ្ញមិញនេះពិតជាមានការប្រមាថមើលងាយច្រើនហើយសូមអភ័យទោសផងតើត្បូងមួយដុំនេះលោកគ្រូចង់យកមកដាក់ដេញថ្លៃមែនទេមើលតាមអារម្មណ៍សិនឥឡូវនេះខ្ញុំអាចចូលបានហើយឬនៅបានពិតជាបានលោកគ្រូសូមអញ្ជើញតាមផ្លូវ VIPមនុស្សកំពេចកំពុកអំបញ្ញមិញនេះកំពុងនិយាយពីអ្នកណាដែរត្បូងទេវៈលំដាប់កំពូលចុះវានឹងមានតម្លៃប៉ុន្មានទៅអីហ្នឹងកុំប្រញាប់អីរឿងល្អមើលនៅខាងក្រោយឯណោះតើក្មេងស្រីម្នាក់នោះជាអ្នកណាទៅសូម្បីតែលោកគ្រូគូក៏ចេញមកកំដរផ្ទាល់ដែរមិនដឹងដែរឬមួយក៏ជាអ្នកនាងធំនៃត្រកូលលក្ខមុខណាមួយមានតែរបស់អេតចៃបាក់បែកទាំងនេះសោះក៏ហ៊ានហៅថាមហាសន្និបាតវិតម្លៃកំណប់ដែរលោកគ្រូពិតជាមានភ្នែកខ្ពស់មែនប៉ុន្តែឆ្អឹងនាគបុរាណដែលជាវត្ថុចុងក្រោយសម្រាប់យុគនេះពិតជាកំណប់ដកម្រលើលោកឆ្អឹងនាគភ្ញៀវកិត្តិយសទាំងអស់គ្នា
បន្ទាប់ទៅនេះគឺជារឿងសំខាន់បំផុតសម្រាប់រាត្រីនេះនោះគឺឆ្អឹងនាគបុរាណត្រីបានស៊ីនុយហើយឥឡូវនេះការដេញថ្លៃចាប់ផ្ដើមហើយតម្លៃដំបូងគឺ50លានរាល់ការដំឡើងថ្លៃមិនត្រូវតិចជាង1លានឡើយ55លាន60លាន80លានឆ្អឹងនាគមួយនេះខ្ញុំត្រូវតែយកឲ្យបានបងសម្លាញ់បងពិតជាល្អណាស់មានឆ្អឹងនាគនេះហើយចាំមើលថាតើពួកអ្នកក៏ខ្លះនឹងនៅតែប្រហែលទៀតទេបងធំតើនេះពិតជាឆ្អឹងនាគមែនអត់ហេតុអ្វីមានអារម្មណ៍ថាគួរឲ្យខ្លាចបន្តិចចឹងឆ្អឹងនាគស្អីទៅគ្រាន់តែជាកង់ឆ្អឹងពោះនាគប៉ុណ្ណោះជាងនេះទៅទៀតវាត្រូវបានគេដាក់មន្តអាគមប្លន់សំណាងពីលើនឹងអ្នកណាទិញវាទៅវិញមិនទាន់ហួស3ថ្ងៃផងគ្រួសារទាំងមូលនឹងត្រូវរលាយសាបសូន្យសាហាវម្លេះចឹងពួកយើងប្រញាប់ចាក់ចេញទៅចាក់ចេញធ្វើអីមានគេខំរៀបចំកាដូដ៏ធំមួយនេះសម្រាប់ខ្ញុំបើមិនទទួលយកមិននឹងកើត120លាន120លានលើកទី1 120លានលើកទី2តម្លើងថ្លៃវាឡើងបង្ខំឲ្យនាងចេញមុខ200លាន210លាន300លានថែមទៀតទៅប្រញាប់ថែមទៅមិនអាចបណ្ដោយឲ្យអ្នកដទៃបានទេនេះ300លានវាច្រើនពេកហើយលោកឪពុកខ្ញុំច្បាស់ជាវាបំបាក់ជើងខ្ញុំមិនខានទេ10យ៉នលោកស្រីម្នាក់នេះលោកស្រីចង់មានន័យថា1000លានមែនទេ10យ៉នលុយចិនឈួតព្រោះតែក្រមែនទេ10យ៉នចង់ទិញឆ្អឹងនាគទៅទិញឆ្អឹងជ្រូកនៅផ្សារមិនគ្រាន់ផងសន្តិសុខប្រញាប់ដេញមីស្រីឈួតដែលមកបង្កការរំលាយការនេះចេញទៅខ្ញុំចង់និយាយថាឆ្អឹងកំទេចមួយដុំនេះមានតម្លៃត្រឹមតែ10យ៉នប៉ុណ្ណោះព្រោះវាតតែសោះមិនមែនជាឆ្អឹងនាគទេប៉ុន្តែវាជាវត្ថុចង្រៃសម្រាប់មនុស្សកញ្ញាភីងសម្ដីនេះមិនអាចនិយាយផ្ដេសផ្ដាសបានទេនេះត្រូវបានវាតម្លៃដោយគ្រូមន្តអាគមល្បីជាច្រើនអ្នករួមគ្នាគ្រូមន្តអាគមល្បីគ្រាន់តែជាក្រុមមនុស្សហងឹតភ្នែកមួយហ្វូងប៉ុណ្ណោះនោះជាមុខខ្មោចឃើញហើយឬនៅនេះហៅថាឆ្អឹងពោះនាគគឺវាប្រើសម្រាប់ជញ្ជក់យកធម្មពលរបស់មនុស្សដើម្បីចិញ្ចឹមពួកប្រលឹងសិលឹបខ្មៅងឹតមិនក៏អាចទៅជារឿងបែបនេះទៅវិញបងធំប្រយ័ត្នខាងក្រោយមិនប្លែកទេដែលអាចបំផ្លាញមន្តអាគមក៏ខ្មោចល្ខោនអាវក្រហមរបស់ខ្ញុំបានលោកគ្រូប្រញាប់កំចាត់នាងទៅប្រញាប់សម្លាប់នាងទៅមិនបាច់ឲ្យឯងប្រាប់ទេមិនខ្មោចស៊ីបេះដូងបំផ្លាញតើអាចទៅរួចយ៉ាងម៉េចនោះជាត្បូងវិញ្ញាណលំដាប់កំពូលណានាងហ៊ានកំទេចវាឲ្យផ្ទុះផងហឹងរបស់ក្រៅខ្លួនទេរបស់ចាស់មិនទៅរបស់ថ្មីមិនមកឡើយឥឡូវនេះដល់វេនខ្ញុំហើយមុខរបស់ខ្ញុំជួយផងខ្មោចទេតើកុំមើលខ្ញុំអីបើគ្មានប្រយោជន៍ហើយអញ្ចឹងមកធ្វើជាចំណេញកម្លាំងរបស់ខ្ញុំទៅលោកគ្រូចាប់ផ្ដើមខំគ្នាអញហើយតើពិតជាជក់ចិត្តមែនចង់ដាក់អាគមធ្មប់លើខ្ញុំផងហ៎ទៅរកកម្ចាស់របស់ឯងទៅទេនោះជាអាគមស៊ីបេះដូងកុំអីចាំមើលចុះខ្ញុំនឹងត្រឡប់មកវិញនៅមិនទាន់ថយចេញទៀតចង់ចាំឲ្យខ្ញុំប៉ាវបាយមែនទេខ្មោចទេតើលោកគ្រូហ្វេងអរគុណច្រើនសម្រាប់គុណបំណាច់សង្គ្រោះជីវិតបើគុំតែបានលោកគ្រូជួយមើលធ្លីវត្ថុអាក្រក់នេះពួកយើងទាំងអស់គ្នាប្រហែលជាត្រូវជួបគ្រោះមហន្តរាយហើយពិតមែនហើយលោកគ្រូហ្វុងពិតជាមនុស្សទេពមែនរឿងតូចតាចទេប៉ុន្តែរបស់នេះទោះបីជាមើលទៅចម្លែកនិងអាក្រក់ប៉ុន្តែខាងក្នុងលាក់ទុករបស់ល្អណាស់តើនេះជាអ្វីទៅគុជនាគរីកទោះបីជាវាគ្រាន់តែជានាគរីកដែលមិនទាន់ក្លាយជាសត្វនាគពិតប្រាកដប៉ុន្តែគុជមួយគ្រាប់នេះគឺជាកែវភ្នែកដ៏មានតម្លៃពិតប្រាកដសូមអបអរសាទរលោកគ្រូដែលទទួលបានវត្ថុទិព្វដ៏មានតម្លៃមកដំណើរនេះពិតជាមិនអត់ប្រយោជន៍មែន
គូជនីក្រីកនេះពិតជាវត្ថុល្អណាស់លាថាខាងក្នុងវាមានផ្ទុកនៅធម្មពលយុទ្ធគុណរាប់ពាន់ឆ្នាំប្រសិនបើអាចស្រូបយកវាបានកម្លាំងរបស់លោកគ្រូនឹងកើនឡើងមួយកម្រិតទៀតជាមិនខានគ្រាន់តែល្មមមើលបានប៉ុណ្ណោះបើធៀបនឹងអាវុធទិព្វរបស់ខ្ញុំកាលពីមុនវាគ្រាន់តែជាកូនឃ្លីដែលមានពន្លឺបន្តិចបន្តួចប៉ុណ្ណោះគិតទៅពួកក្រុមចៅដែលតាំងខ្លួនជាអ្នកធម៌ត្រឹមត្រូវទាំងនោះក៏ជិតមកដល់ដែរហើយអារ៉ាមឈីងហ្វុងយកលេសជួយសម្រេចកិច្ចការមេឃប៉ុន្តែមិនដឹងជាដណ្ដើមយកវត្ថុបុរាណរបស់កូនកំព្រានិងស្ត្រីមេម៉ាយអស់ប៉ុន្មានទេហ្វុងជីវឈីងប្រកូលគូជនីក្រីឈ្មោះភ្លាមនេះជាវត្ថុចង្រៃមហន្តរាយមិនអាចរក្សាទុកបានទេអូវត្ថុចង្រៃមហន្តរាយមែនទេខ្ញុំមើលទៅពួកតាសក់ស្ដូចជាពួកឯងទៅវិញទេដែលជាវត្ថុចង្រៃពិតប្រាកដនោះអាយុច្រើនស្កកក្បាលទៅហើយនៅតែចេញមកដណ្ដើមរបស់ក្មេងចំនួនក្រោយទៀតមិនខ្លាចក្រឡាច់អណ្ដាតទេអីឆ្លើយណាស់យើងជាមេអារ៉ាមឈីងហ្វុងមកទីនេះគឺដើម្បីជួយសម្រេចកិច្ចការមេឃបើគូជនីក្រីកនេះធ្លាក់ទៅក្នុងដៃមនុស្សចិត្តអាក្រក់វានឹងធ្វើឲ្យសត្វលោកជួបគ្រោះវិនាសជាមិនខានប្រគល់វាមកយើងអាចលើកលែងទោសស្លាប់ឲ្យឯងបានជួយសម្រេចកិច្ចការមេឃមែនទេប្រហែលជាឃើញរបស់មានតម្លៃហើយការចិត្តលោភលន់ចង់បានច្រើនជាងឯងហ៊ានផងថយចេញទៅបើមិនដូច្នោះទេថ្ងៃនេះនឹងក្លាយជាថ្ងៃស្លាប់របស់ពួកឯងហើយមេពិតជាអស្ចារ្យណាស់ពួកមនុស្សមកពីទាំងនេះធម្មតាសម្ដែងធ្វើជាមនុស្សថ្លៃថ្នូរណាស់តែដល់ពេលឃើញរបស់មានតម្លៃលោភលន់ជាងអ្នកណាទាំងអស់នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះគូជនីក្រីកបង្ហាញខ្លួនមុខជាតាក់ទាញការដណ្ដើមពីគ្រប់ទីមិនខានវាពិតជានឹងតាក់ទាញការប៉ងប្រាថ្នាចង់បានពីគ្រប់ទីមិនខានគ្រាន់តែជាប្រលឹងនាគជោសាដែលមិនទាន់ខ្លាយជាវីរៈនាគផងក៏ហ៊ានមកប្រហារនៅចំពោះមុខយើងដែរមែនទេបង្ក្រាបបុណ្យបារមីនៅតែមិនទាន់គ្រប់គ្រាន់ដើម្បីជួយឲ្យយើងត្រឡប់ទៅកាន់ទ្វារអាថ៌កំបាំងវិញទេអីហេតុអ្វីបានជាថ្ងៃនេះឯងត្រូវបរាជ័យទៅវិញខ្ញុំត្រូវតែបំផ្លាញហ្វុងជីងឈៀងឲ្យខាងតែបានចង់បានអំណាចមែនទេបើអញ្ចឹងចូលថ្វាយប្រលឹងរបស់ឯងមកឲ្យតែអាចកម្ចាត់ហ្វុងជីងឈៀងបានទោះជាអ្វីក៏ខ្ញុំព្រមលះបង់ដែរល្អណាស់បើអញ្ចឹងចូលប្រើកំហឹងនឹងការចងគំនុំរបស់ប្រជាជនពេញមួយទីក្រុងនេះដើម្បីដុតរំលាយបង្កើតជាដាវសង្សឹកមួយសម្រាប់ឯងចុះនាងគឺជាហ្វុងជីងឈៀងមែនទេយូថាឯងបានដណ្ដើមយករបស់ពីវិហារឈីងហ្វុងមែនទេបើដឹងខ្លួនឆាប់ប្រគល់វាមកវិញភ្លាមទៅបើមិនអញ្ចឹងទេកុំបន្ទោសថាយើងគ្មានក្តីមេត្តាឲ្យសោះឆ្កែល្អមិនដើរបាំងផ្លូវទេមិនព្រមទទួលការផ្ដល់ឲ្យល្អបែរជាចង់រងទុក្ខទោសទៅវិញបងប្អូនទាំងអស់គ្នាសម្រុកចូលត្រឡប់ទៅប្រាប់មេកាយរបស់ពួកឯងទៅបើចង់បានគូជនីកឲ្យគេមកស្លាប់ខ្លួនដោយផ្ទាល់ចុះបើនៅតែបញ្ជូនពួកកាកសំណល់បែបនេះមកទៀតយើងនឹងកំទេចត្រកូលរបស់គេឲ្យវិនាសសូន្យបាទសូមអ្នកក្លាហានស្រីមេត្តាលើកលែងជីវិតផងអស់លោកទាំងឡាយមេស្រុកហ្វុងជីងឈីងនោះមើងងាយមនុស្សហួសហេតុពេកហើយមិនត្រឹមតែដណ្ដើមយកគូជនីកនោះទេថែមទាំងវាធ្វើបាបកូនសិស្សរបស់ខ្ញុំឲ្យរបួសទៀតផងស្រីម្នាក់នេះគឺជាបិសាចចាប់ជាតិមកកាត់សោះប្រសិនបើមិនកម្ចាត់ចោលទេមុខជានឹងក្លាយជាគ្រោះមហន្តរាយធំមិនខានអ្វីដែលលោកម្ចាស់វិហារមានប្រសាសន៍ពិតជាត្រឹមត្រូវណាស់ពួកយើងក្នុងនាមជាអ្នកដើរលើផ្លូវធម៌ត្រឹមត្រូវដាច់ខាតមិនអាចអង្គុយមើលទេឡើយមិនល្អជាងនេះទេប្រសិនបើយើងរួមដៃគ្នាបង្កើតជាល្បិចសំណាញ់ផ្ទៃមេឃនិងផែនដីដើម្បីឡោមព័ទ្ធសម្លាប់នាងចោលតែម្ដងក្នុងពេលដែលនៅទីនេះទាំងអស់គ្នាអញ្ចឹងមិនបាច់ឲ្យខ្ញុំហត់ដើររកម្នាក់នោះទេហ្វេងជាវឈីងនាងហ៊ានណាស់ដែលចូលមកកន្លែងហាមឃាត់នៃអាស្រមឈីងហ្វុងរបស់យើងមិនដែរបានតែពួកឯងលួចធ្វើបាបខ្ញុំពីក្រោយខ្នងហើយមិនឲ្យខ្ញុំមកទារបំណុលដល់ផ្ទះទេអីមេធ្មប់យកជីវិតមកខ្សោយពេកហើយតើនាងជាកំពូលអ្នកខ្លាំងមកពីណាឲ្យប្រាកដនាមរបស់ខ្ញុំពួកឯងមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងដឹងឡើយថ្ងៃនេះខ្ញុំមកគឺគ្រាន់តែមកដាក់ច្បាប់វិន័យតែប៉ុណ្ណោះចាប់ពីពេលនេះទៅអ្នកណាហ៊ានប៉ងប្រាថ្នាចង់បានត្បូងនាគ្រីទៀតឬក៏ហ៊ានប៉ះពាល់ដល់មនុស្សក្បែរខ្លួនខ្ញុំលទ្ធផលចុងក្រោយនឹងដូចជាសមួយនេះចាំសម្ដីខ្ញុំឲ្យច្បាស់បើគេមិនប៉ះខ្ញុំក៏មិនប៉ះគេដែរតែបើគេហ៊ានប៉ះខ្ញុំគឺត្រូវកំទេចចោលឲ្យដល់ឫសគល់ពួកយើងអាយ៉ាមិញនេះដូចជាមានអ្វីម្យ៉ាងហោះកាត់ទៅបាត់ហើយភ្នែកស្រវាំងទេដឹងកន្លែងអ៊ូអរយ៉ាងនេះតើមានខ្មោចមកពីណាទៅនោះជាអ្វីហ្នឹងចូលរីករាយជាមួយភាពភ័យខ្លាចឲ្យអស់ចិត្តទៅភាពភ័យខ្លាចរបស់ពួកឯងគឺជាអាហារបំពន់ដ៏ល្អបំផុតរបស់ខ្ញុំ
ក្លិនខ្មោចឆៅឆ្អាតខ្លាំងណាស់បងធំមិនស្រួលទេនៅម្ដុំវិធីពាណិជ្ជកម្មមានខ្មោចឆៅដើរលុកលុយពេញនឹងហើយឥឡូវផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហើយខ្មោចឆៅគ្រាន់តែជាប្រភេទសាកសពដើរលំដាប់ទាបបំផុតតែប៉ុណ្ណោះមើលទៅមានអ្នកទ្រាំលេងបានហើយឬមួយក៏ជាបាក់ពួករបស់អាវខ្មៅនោះទៅមើលបន្តិចទៅគង់តែដឹងទេស្ងៀមបងស្រីមិនបានជួបគ្នាយូរហើយណាយ៉ាងម៉េចដែរភ្ញាក់ផ្អើលមែនទេខ្ញុំនាពេលបច្ចុប្បន្នគឺស្អាតជាងមុនទៅទៀតគូរូបខ្លាគូស្បែកគឺស្រួលតែពិបាកគូឆ្អឹងណាស់ដើម្បីតែស្បែកមួយផ្ទាំងនេះហ៊ានលក់ខ្លួនធ្វើជាឆ្កែបម្រើរបស់ព្រះបិសាចផងក្លិនស្អុយរលួយនេះទោះជាលាបំសៅក្រាស់ប៉ុណ្ណាក៏មិនអាចបិទបាំងចិត្តដែរឯងនេះគឺច្រណែនទេថ្ងៃនេះខ្ញុំនឹងហែកមាត់ឯងឲ្យខ្ទេចឲ្យឯងសងបំណុលឈាមនេះមហាភូមិសាស្ត្រឈាមចង់បង្កើតឡើងគួរឲ្យចាប់អារម្មណ៍បន្តិចដែរតែគួរឲ្យស្ដាយដែលនៅខ្សោយពេកអាចទៅរួចយ៉ាងម៉េចនោះជាធម្មពលដែលចៅហ្វាយប្រគល់ឲ្យខ្ញុំណាថ្ងៃនេះខ្ញុំនឹងតំណាងឲ្យមេឃដើម្បីកម្ចាត់អំពើអាក្រក់ឲ្យឯងលុះបាបចំពោះមនុស្សដែលឯងធ្លាប់ធ្វើបាបហ្វឹងជីងឈីងឯងចាំមើលទៅថ្ងៃដែលចៅហ្វាយរបស់ខ្ញុំមកដល់គឺជាថ្ងៃស្លាប់របស់ឯងរឿងរ៉ាវនៅវិធីពាណិជ្ជកម្មកាលពីយប់មិញទោះបីជាត្រូវបានលាក់បាំងហើយក៏ដោយប៉ុន្តែវាបានបង្កផលប៉ះពាល់យ៉ាងអាក្រក់ខ្លាំងណាស់ហើយថ្មីនេះព្រឹត្តិការណ៍ចម្លែកបែបនេះកាន់តែកើតឡើងញឹកញាប់ទៅកម្លាំងមនុស្សរបស់យើងគឺមិនគ្រប់គ្រាន់តតែសោះលោកស្នងការលើថាមានគ្រូម្នាក់ត្រកូលវឹងប្រហែលជាមានតែគាត់ម្នាក់គត់ដែលអាចគ្រប់គ្រងស្ថានភាពនេះបានមិនបាច់ទៅអញ្ជើញទេខ្ញុំបានមកដល់ហើយលោកគ្រូវឹងអ្នកមកបានចំពេលល្អណាស់រឿងលើកនេះមិនសាមញ្ញឡើយមាននរណាម្នាក់នៅពីក្រោយកំពុងរៀបចំផែនការធំមួយថាមពលអវិជ្ជមានពេញមួយទីក្រុងកំពុងតែប្រមូលផ្ដុំគ្នាឆ្ពោះទៅទីដៅតែមួយទីដៅណាភាគខាងជើងទីក្រុងកន្លែងកំសាន្តដែលគេបោះបង់ចោលតើមានរឿងអ្វីកាត់ឡើងហ្នឹងអំបញ្ញមិញវានៅបាក់បែកនៅឡើយសោះតែនមីយាគ្រប់គ្នាត្រូវប្រុងប្រយ័ត្នកុំដើរបែកគ្នាឲ្យសោះការវាយប្រហារដោយអាវុធគ្មានប្រសិទ្ធភាពទេនោះគឺគ្រាន់តែជាល្បិចកំពេចកំពុកប៉ុណ្ណោះនេះជាល្បិចតបខ្មោចរយល្បាតយប់មើលទៅពួកវាចង់ឃុំពួកយើងឲ្យស្លាប់នៅទីនេះហើយចុះតើត្រូវធ្វើដូចម្ដេចទៅវាសម្រុកចេញទៅអ្នកហ៊ានចូលក្នុងដែនហាមឃាត់ត្រូវសម្លាប់ដោយគ្មានលើកលែងអាម្នាក់ធំនេះទុកឲ្យខ្ញុំចំណែកពួកឯងទៅកំទេចស្នូលល្បិចតបទៅតើស្នូលល្បិចតបណែណាគឺនៅលើច្រមុះរបស់ធ្លុកនោះឯងមេឃមូលដីការ៉េតាមបញ្ជីច្បាប់ទាំង9បំផ្លាញចង់រកសេចក្តីស្លាប់មែនទេអំណាចទេវៈចុះមកហើយរួចរាល់ហើយចេញដំណើរបានពិតមែនខាងលើគ្រាន់តែជាល្បិចបោកប្រាស់ប៉ុណ្ណោះខាងក្រោមនេះទើបជាអាហារពិតប្រាកដមនុស្សលោកសាមញ្ញសោះហ៊ានចូលមកក្នុងទឹកដីរបស់ម្ចាស់ខ្ញុំនិងបំផ្លាញអាសនៈបូជាផងហាសោះ
ខ្ញុំស្មានថាជានរណាតាមពិតទៅគឺជាព្រះភូមិដែលធ្លាក់ខ្លួនសោះធ្វើជាទេវតាល្អមិនចូលចិត្តបែរជាមកធ្វើជាឆ្កែបម្រើពួកបិសាចទៅវិញពិតមកទៅម្ចាស់របស់ខ្ញុំបានប្រទានមហិទ្ធិឫទ្ធិដ៏កំពូលមកឲ្យខ្ញុំតើមនុស្សសាមញ្ញដូចជាពួកឯងអាចយល់បានទៅទទួលយកសេចក្តីស្លាប់ទៅលក្ខណៈជាព្រះត្រូវបានបាត់បង់សិលធម៌ខ្លាយជាអំពើអាក្រក់ក្នុងពេលដែលឯងព្រមធ្លាក់ខ្លួនទៅក្នុងផ្លូវងឹតដោយខ្លួនឯងបែបនេះអញ្ចឹងខ្ញុំនឹងតំណាងឲ្យឋានសួគ៌ក៏ដើម្បីចាត់ការឯងចុះចូលមកនេះត្រាព្រះបង្កាប់បិសាចសូមព្រះម៉ែប្រោសប្រណីផងសូមព្រះម៉ែប្រោសប្រណីផងសូមព្រះម៉ែប្រោសប្រណីផងទូលបង្គំក៏ត្រូវបានគេបង្ខំដោយគ្មានជំរឿននោះដែរតើអាសនៈបូជានេះត្រូវបានប្រើប្រាស់សម្រាប់ធ្វើអ្វីហើយវានៅសល់ចំនួនប៉ុន្មានទៀតនេះគឺជាចំណុចស្នូលមួយនៃផែនការមហាបិសាច9ជាន់ថ្នាក់ដីសរុបទាំងអស់មាន9កន្លែងទាំងនេះគឺជាទីតាំងនៃចំណុចស្នូលទាំង9សួនកំសាន្តគ្រាន់តែជាកន្លែងមួយក្នុងចំណោមនោះប៉ុណ្ណោះនៅពេលដែលផ្កាយទាំង9តម្រៀបគ្នាជួរតែមួយហើយមហាផែនការនេះត្រូវបានដំណើរការទីក្រុងទាំងមូលនឹងត្រូវធ្លាក់ទៅជាទឹកដីរបស់ខ្មោចបិសាចមិនខានកញ្ញាហ្វុងនិយាយបែបនេះហាក់ដូចជាបំភ្លឺខ្លាំងពេកហើយដឹងអ្វីទៅជាមហាផែនការបិសាច9ជាន់នោះមុនអាគមផ្ដាច់ប្រលឹងទាំង9អីនោះនេះគ្រាន់តែជាជំនឿមិនពិតបែបសត្វភូមិទេជំនឿមិនពិតបែបសត្វភូមិបើអញ្ចឹងលោកជួយពន្យល់បន្តិចមើលថារឿងចម្លែកនៅកន្លែងកំសាន្តនោះកើតឡើងមកពីណានេះប្រហែលជាមានការរំខានពីដែនម៉ាញេទិកដែលមិនទាន់ស្គាល់ប្រភេទណាមួយហើយបើខ្ញុំទីមិនខុសទេទីតាំងបន្ទាប់ដែលនឹងត្រូវផ្ទុះឡើងគឺនៅទីនេះមន្ទីរពេទ្យកណ្ដាលក្រុងទីនោះជាមន្ទីរពេទ្យដ៏ល្អបំផុតប្រចាំខេត្តណាស់ណារាល់ថ្ងៃមានតែជួយសង្គ្រោះជីវិតមនុស្សតើអាចទៅជារណ្ដៅសេមុនអាគមងឹតយ៉ាងម៉េចទៅរួចពិតជាមិនសមហេតុផលតតែសោះព័ត៌មានចុងក្រោយពីស្ថានីយ៍យើងនៅកណ្ដាលក្រុងមានការកើតឡើងនៅព្រឹត្តិការណ៍សន្លប់ជាក្រុមដោយមិនដឹងមូលហេតុលឿនឡើងចេញប្រតិបត្តិការទាំងអស់គ្នាគ្រប់យ៉ាងត្រូវស្ដាប់តាមការបង្គាប់របស់លោកគ្រូធំហ្វឹងវែងអ្នករកគ្នាពុំស្លន់ស្លោអីមានគ្រូពេទ្យទេវៈនៅទីនេះហើយមុខជានឹងអាចព្យាបាលរោគឲ្យជាសះស្បើយមិនខានសូមគ្រូពេទ្យទេវៈជួយសង្គ្រោះកូនប្រុសខ្ញុំផងជួយសង្គ្រោះគាត់ផងសូមអង្វរលោកហើយជួយសង្គ្រោះមនុស្សខ្ញុំមើលទៅលោកកំពុងតែសម្លាប់មនុស្សច្រើនជាងក្មេងស្រីមកពីព្រៃផ្សៃណាហ៊ានមកចោទប្រកាន់គ្រូពេទ្យទេវៈយ៉ាងដូចនេះម៉ាស៊ីនសន្តិសុខដេញនាងចេញទៅនាងចង់ធ្វើអីហ្នឹងកុំមករំខានគ្រូពេទ្យទេវៈជួយសង្គ្រោះមនុស្សមែនហើយនាងចង់ធ្វើបាបពួកយើងមែនទេបើកភ្នែកឆ្កែរបស់អ្នកមើលឲ្យច្បាស់មើលតើវាជានរណាហើយវាកំពុងធ្វើអ្វីអញហ៊ានបំបែកមិនអាគមរបស់ខ្ញុំផងហាគ្រាន់តែជាបិសាចជញ្ជក់ឈាមសាច់ឆ្លើងដែលដុះពន្លកដោយសារការបិទឈាមមនុស្សសោះក៏ហ៊ានតាំងខ្លួនជាគ្រូពេទ្យទេវៈដែរបង្ហាញរូបរាងពិតមករបស់គួរឲ្យខ្ពើមរអើមប៉ុន្មានថ្ងៃបន្ទាប់មកហ្វឹងជីវឈីងវែងជីធីងបានធ្វើសកម្មភាពយ៉ាងលឿនរហ័សនិងម៉ឺងម៉ាត់ដោយបានកំទេចរណ្ដៅសេមុនអាគមងឹតចំនួន5មួយបន្តគ្នាប៉ុន្តែនៅពេលដែលនាងរៀបចំធ្វើដំណើរទៅកាន់ចំណុចស្នូលការពីចុងក្រោយនៃភ្នំវ៉ូឡុងស្រាប់តែមានការប្រែប្រួលយ៉ាងគំហុកបានកើតឡើងលោកប្រធានពួកបិសាចមានច្រើនពេកហើយខ្សែការពាររបស់យើងត្រូវបានបាក់ស្រុតទាំងស្រុងហើយទប់ទល់ឲ្យជាប់ទោះស្លាប់ក៏ត្រូវតែទប់ឲ្យជាប់ដែរដាច់ខាតមិនត្រូវឲ្យពួកវាសម្រុកចូលក្នុងជំរកសុវត្ថិភាពបានឡើយភ័យស្លន់ស្លោធ្វើអ្វីអ្នកគ្រូហ្វឹងតើអ្នកគ្រូនៅណាខ្ញុំនៅលើភ្នំវ៉ូឡុងបញ្ហាប្រឈមពិតប្រាកដគឺនៅទីនេះមនុស្សលោកដ៏តូចទាបឲ្យបោះបង់ការរឹងរូសទប់ទល់ទៅការចុះមករបស់ខ្ញុំគឺជាការពិតដែលមិនអាចផ្លាស់ប្ដូរបានឡើយចុះមកអីចឹងក្តីតើបានឆ្លងកាត់ការយល់ព្រមពីខ្ញុំហើយឬនៅដាច់ខាតមិនអាចដកថយបានទេនៅពីក្រោយពួកយើងគឺមានប្រជាជនកងទ័ពជំនួយនាំមនុស្សដកថយទៅក្រោយទៅគុំនៅទីនេះនាំតែទើសដៃទើសជើងអី
ដកថយឲ្យលឿនអ្នកណាដែលឆ្លងកាត់ខ្សែបន្ទាត់នេះស្លាប់ទៅងាប់ទៅឲ្យតែសម្រាប់នាងបានព្រះម្ចាស់អាទិទេពបិសាចនឹងប្រទានជីវិតអមតៈដល់ខ្ញុំជីវិតអមតៈធ្វើជាឆ្កែបម្រើគេនឹងមែនទេតាមពិតខ្ញុំមិនចង់ឲ្យប្រឡាក់ដៃទេតែក្នុងពេលដែលលោកចង់រកសេចក្តីស្លាប់ខ្លួនឯងខ្ញុំនឹងបំពេញបំណងលោកនេះជានំចំណីជូនលោកទទួលឲ្យបានល្អក្លឿនព្រលឹងដ៏ឆ្ងាញ់ពិសាខ្ចីឈាមរបស់អ្នកមកបូជាផ្គរលាន់របស់ខ្ញុំផ្គរលាន់អាចកំបាំង9ជាន់មេឃធ្លាក់ចុះមកអាសត្វល្អិតសោះហ៊ានធ្វើឲ្យរូបកាយតំណាងរបស់អញរបួសផងបើអញ្ចឹងមែនអញនឹងបំផ្លាញពិភពលោកនេះដោយផ្ទាល់តែម្ដងតើនេះជាអំណាចពិតរបស់វានឹងមែនទេពិតមែនហើយវាពិតជាពិបាកទប់ទល់បន្តិចចង់បំផ្លាញទីនេះមែនទេឆ្លងកាត់ខ្ញុំសិនទៅបើខ្ញុំមិនព្រមបងធំប្រញាប់ត្រឡប់មកវិញមកលោកនឹងស្លាប់មិនខានទេហេតុអ្វីបានជាខ្ញុំអសមត្ថភាពយ៉ាងនេះរូបកាយមួយនេះចិត្តទ្រាំលែងបានទៀតហើយក្នុងពេលដែលបានខ្ចីរូបកាយនេះហើយខ្ញុំនឹងសង់ផលកម្មមួយនេះវិញអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ខ្ញុំនឹងប្រើប្រាស់កម្លាំងចុងក្រោយដើម្បីបិទភ្ជាប់ស្នាមព្រះនេះពួកអ្នកទាំងអស់គ្នាចូលថែរក្សាខ្លួនឲ្យបានល្អចុះហ្វឹងជីងឈៀងអញមិនត្រូវស្លាប់ទេឈួនសៀវជីងរស់នៅឲ្យបានល្អដោយប្រើព្រលឹងរបស់ខ្ញុំដើម្បីជួសជុលស្នាមព្រះនៃមេឃជីងឈៀងហ្វឹងជីងឈៀងតើឯងនៅណាយំធ្វើអីយើងគ្រាន់តែទៅឆ្លងកាត់គ្រោះភ័យប៉ុណ្ណោះហើយក៏ឆ្លៀតឱកាសបង្កើតរូបកាយមាសឡើងវិញបងធំខ្ញុំដឹងថាបងមិនស្លាប់ទេបងធ្វើឲ្យខ្ញុំភ័យស្ទើរស្លាប់ហើយស្វាគមន៍ការត្រឡប់មកវិញជីងឈៀងក្នុងពេលដែលត្រឡប់មកវិញហើយរឿងអយុត្តិធម៌នៅលើโลกនេះមិនទាន់ដោះស្រាយអស់នៅឡើយទេឆ្លៀតឱកាសនេះរស់នៅក្បែរអ្នកដែលបារម្ភពីយើងរហូតអស់មួយជីវិតនេះចុះ